បាទសូមលោកគ្រូបើកទៅពេត្រុសទី1ជំពូក3 And then we will read verse 8 through 22. យើងនឹងអានពីខ8ដល់ខ22តែម្ដង Oh, wow. Law. เราจะมาสร้างการพระองค์จะมาคนตรงในพระองค์บานปฏิบัติให้ตุนกุลชิมเราไทยมีหลักการแบบนี้จุดจุดนี้เรียนรำตัวพระองค์ประกายเดี๋ยวมาอยู่กับไอ้อย่างนวมรำตัวในสติปัฏตัวโรงเรียนในขนมเราทำเตยขนมปุ๋ยยังเยอะๆแต่ตัวไอ้อย่างเรียนได้เราจะมองออกในจะมาคนพระองค์ให้ทรงถึงวันปฏิบัติก็บางโดยฝึกฝนขนมการในโรงเรียนโรงเรียนกำลังเป็นยังมาเป็นพระองค์แต่ทุกวันได้ในจุดบอกปลายวันจะมาคนตรงจะมาสอนคนประเดี๋ยวไปเยซูคริสต์ Amen. Let's read 1 Peter chapter 3, verse 8 through 22. បាទសូមអាននៅក្នុងពេត្រុសទី1ជំពូក3ខ8ដល់22 Okay. So someone can read that for us. បាទសូមលោកគ្រូឬក៏បងប្អូនណាម្នាក់ជួយអានសម្រាប់ពួកយើង ក្រោយទាំងអស់នេះចូលឲ្យគ្រប់គ្នាមានគំនិតតែមួយព្រមទាំងមានចិត្តអាណិតសូរហើយស្រឡាញ់គ្នាជាបងប្អូននិងមានចិត្តទន់សន្តោសហើយសុភាពអត់ធ្វើការអាក្រក់ស្នងនឹងការអាក្រក់ឬពាក្យប្រមាថស្នងនឹងពាក្យប្រមាថឡើយគឺត្រូវឲ្យពោវិញដោយដឹងថាទ្រង់បានហៅអ្នករកគ្នាមកឯសេចក្តីនោះឯងដើម្បីឲ្យបានព្រះពរទុកជាមរតក បត់អ្នកណាដែលចូលចិត្តចង់ស្រឡាញ់ជីវិតហើយចង់ឃើញគ្រាដ៏ល្អនឹងត្រូវបញ្ជាអន្តរាពីសេចក្តីអាក្រក់ចេញហើយបបោមាត់ក៏ដែរកុំឲ្យពោលពាក្យប្រកបដោយឧបាយកលឡើយត្រូវឲ្យអ្នកនោះបែកចេញពីការអាក្រក់ប្រយោជន៍ឲ្យបានធ្វើការល្អវិញត្រូវស្វែងរកហើយដេញតាមសេចក្តីមេត្រីភាពពីព្រោះប្រណិតនេះព្រះម្ចាស់តែងតតមកលើមនុស្សសុចរិតឯប្រការទ្រង់ក៏ផ្ទៀងស្ដាប់ពាក្យទូលអង្វររបស់គេតែព្រះភ័ក្រព្រះអម្ចាស់តែងតតទៅនឹងពួកអ្នកដែលប្រព្រឹត្តការអាក្រក់វិញបើអ្នករាល់គ្នាឧស្សាហ៍នឹងប្រព្រឹត្តការល្អនោះតើមានអ្នកណានឹងធ្វើបាបដល់អ្នករាល់គ្នាតែបើអ្នករាល់គ្នាត្រូវរងទុក្ខដោយព្រោះសេចក្តីសុចរិតវិញនោះអ្នករាល់គ្នាមានពរពិតមិនត្រូវឲ្យអ្នកខ្លាចចំពោះសេចក្តីស្ងេងខ្លាចរបស់គេឡើយក៏កុំឲ្យថប់អារម្មណ៍ដែរចូលឲ្យតាំងព្រះគ្រីស្ទឡើងជាបរិសុទ្ធនៅក្នុងចិត្តអ្នករាល់គ្នាទុកជាព្រះម្ចាស់ចុះឲ្យប្រុងប្រៀបជានិច្ចដោយសុភាពហើយកោតខ្លាចដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នាព្រមទាំងមានបញ្ញាចិត្តជ្រះថ្លាដើម្បីឲ្យពួកអ្នកដែលនិយាយដើមពីអ្នករាល់គ្នាទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់បានមានខ្មាស់វិញដល់ព្រោះគេនិយាយបង្កាច់ពីកិរិយាល្អដែលអ្នករាល់គ្នាប្រព្រឹត្តក្នុងព្រះគ្រីស្ទត្បិតមកទ្រង់សពរហត្ថីឲ្យអ្នករាល់គ្នារងទុក្ខនោះស៊ូរងដល់ព្រោះការល្អជាការអាក្រក់ព្រោះព្រះគ្រីស្ទទ្រង់បានរងទុក្ខម្ដងដោយព្រោះបាបដែរគឺជាព្រះដ៏សុចរិតទ្រង់រងទុក្ខជួបជំនួសមនុស្សទុច្ចរិតដើម្បីនាំយើងរាល់គ្នាទៅដល់ព្រះដោយទ្រង់ត្រូវគេធ្វើគុតខាងសាច់ឈាមតែបានព្រះវិញ្ញាណប្រោសឲ្យរស់វិញហើយដែលនៅព្រះវិញ្ញាណនោះឯងទ្រង់បានជាងទៅប្រដៅដល់ពួកវិញ្ញាណដែលជាប់ឃុំជាពួកអ្នកដែលពីដើមមិនព្រមជឿគឺក្នុងគណៈដែលសេចក្តីអត់ធ្មត់របស់ព្រះបានចាំនៅជំនាន់លោកនោះឯងការលោកកំពុងតែធ្វើទូកធំហើយនៅក្នុងទូកនោះមានមនុស្សតែបន្តិចគឺ8អ្នកប៉ុណ្ណោះដែលបានរួចដោយសារទឹកដែលទឹកនោះហើយជាគំរូពីបុណ្យជាមួយដែលជួយសង្គ្រោះអ្នករាល់គ្នាសពថ្ងៃនេះមិនមែនជាការសម្អាតក្អែលរបស់រូបសាច់ចេញទេគឺជាសេចក្តីសន្មត់របស់បញ្ញាចិត្តដ៏ជ្រះថ្លាចំពោះព្រះវិញដោយសារព្រះយេស៊ូវគ្រីស្ទទ្រង់មានប្រជញ្ញរស់ឡើងវិញដែលទ្រង់បានជាងចូលទៅក្នុងស្ថានសួគ៌គង់នៅខាងស្ដាំនៃព្រះព្រមទាំងមានទេវតានិងពួកមានអំណាចនិងពួកមានរិទ្ធអតិរិទ្ធទាំងប៉ុន្មានចុះចូលនឹងទ្រង់ដែរ Okay, this is some of the harder
passages in the Bible are in 1 Peter chapter 3. បាទក្នុងព្រះគម្ពីរមានបទគម្ពីរកន្លែងមួយចំនួនដែលពិបាកក្នុងការដែលកាត់ស្រាយឬក៏យល់ហើយមួយក្នុងចំណោមអត្ថបទដែលពិបាកហ្នឹងគឺនៅក្នុងពេត្រុសជំពូក 3 ហ្នឹងឯង So we'll talk about the different ways to understand it. បាទហើយយើងក៏នឹងមើលអំពីរបៀបផ្សេងៗក្នុងការដែលកាត់ស្រាយឬក៏យល់អំពីចំណុចនេះដែរ Okay. So last week we talked about the imperatives that Peter gives to the Christian community. បាទកាលពីសប្តាហ៍មុនយើងបានរៀនជាមួយគ្នាអំពីសេចក្តីបង្គាប់ដែលពេត្រុសបានឲ្យទៅដល់សហគមន៍នៃពួកគ្រីស្ទាន Right. Our relation to the government, our relationship to masters, wives and husbands. បាទដែលនិយាយអំពីទំនួលខុសត្រូវឬក៏ទំនាក់ទំនងរបស់ផងយើងនៅចំពោះរដ្ឋអំណាចរបស់ផងយើងចំពោះចៅហ្វាយនាយអ្នកដឹកនាំឬក៏មេហ្នឹងទៅឬហើយមួយទៀតក៏និយាយអំពីទំនាក់ទំនងរវាងប្តីហើយនិងប្រពន្ធដែរ And now he has a general command, right? We're still in the imperative section. បាទហើយឥឡូវនេះក៏ជាផ្នែកនៃសេចក្តីបង្គាប់ដដែលហើយគឺជាការបង្គាប់ដែលទូទៅ And he says finally, so it's the last command of this section. Finally, all of you have unity of mind, sympathy, brotherly love, a tender heart, and a humble mind. បាទដែលគាត់ប្រើពាក្យក្រោយបងអស់នេះដូចជាលក្ខណៈសរុបមកចូលឲ្យគ្រប់គ្នាមានគំនិតតែមួយព្រមទាំងមានចិត្តអាណិតអាសូរហើយស្រឡាញ់គ្នាជាបងប្អូននិងមានចិត្តទន់សន្តោសហើយសុភាព Right. So the first command that Peter gives in this section, this final section, is these 5 characteristics of a believer. បាទអញ្ចឹងនៅក្នុងផ្នែកចុងក្រោយនៃសេចក្តីបង្គាប់របស់លោកពេត្រុសនៅកន្លែងនេះគឺគាត់បានបង្គាប់នៅគេហៅថាលក្ខណៈសម្បត្តិ5យ៉ាងនៃគ្រីស្ទានម្នាក់គួរតែមានលក្ខណៈសម្បត្តិ5យ៉ាងនេះ Right. So in English, unity of mind, sympathy, brotherly love, a tender heart, and a humble mind. Right. បាទនៅក្នុងភាសាអង់គ្លេសហើយបកប្រែខ្មែរខ្ញុំអានតាមព្រះបន្ទូលមកគឺថាទី1មានគំនិតតែមួយមានចិត្តអាណិតអាសូរស្រឡាញ់គ្នាជាបងប្អូនមានចិត្តទន់សន្តោសហើយសុភាព5លក្ខណៈ In the time of the Greek Roman world, the term brotherly love and compassion or sympathy were used for family obligations. បាទនៅក្នុងសម័យកាលនៃអាណាចក្ររ៉ូមគ្រប់គ្រងនៅពេលនោះដែលថាស្រឡាញ់គ្នាជាបងប្អូនចិត្តទន់សន្តោសហើយចិត្តអាណិតអាសូរហ្នឹងគឺជាលក្ខណៈដែលកើតឡើងគឺជានៅក្នុងក្រុមគ្រួសារមានជាអ្វីដែលក្រុមគ្រួសារត្រូវមាន Right. Especially for the Roman Greek culture. បាទជាពិសេសនៅក្នុងវប្បធម៌រ៉ូមក្រិចហ្នឹងឯងសម័យគេហៅថាសម័យកាលរ៉ូមនិងក្រិចហ្នឹង So Peter is basically telling the Christians that their church should be like a family. បាទអញ្ចឹងអ្វីដែលលោកពេត្រុសកំពុងតែនិយាយកន្លែងនេះគឺគាត់ចង់ប្រាប់ថាពួកជំនុំរបស់ផងព្រះគួរតែមានលក្ខណៈដូចជាគ្រួសារដែលមានលក្ខណៈសម្បត្តិយ៉ាងដូចនោះឯង And so these 5 characteristics are things that all Christians should be trying to develop in their own life and in their relationship with their brothers and បាទ sisters. ហើយលក្ខណៈសម្បត្តិទាំង5យ៉ាងនេះ5ចំណុចនេះគឺគ្រីស្ទានម្នាក់គួរតែខិតខំដើម្បីអភិវឌ្ឍនៅក្នុងជីវិតខ្លួនឯងផ្ទាល់ក៏ដូចជានៅក្នុងទំនាក់ទំនងជាមួយនឹងបងប្អូនដទៃទៀតពួកជំនុំដែរ Right, and you know this list is similar to what we see in other parts of Scripture, right? In other parts of the New Testament. ហើយនៅក្នុងសញ្ញាថ្មីយើងឃើញថាចំណុចទាំង5ឬក៏ការរៀបរាប់នេះគឺមានលក្ខណៈប្រហែលស្តៀងនឹងស្ដីបង្រៀនផ្សេងៗទៀតនៅក្នុងព្រះគម្ពីរដែរ Right. Can you think of other places in Scripture? It could be in the Old Testament too, where we see a command like this. បាទមានលោកគ្រូឬក៏បងប្អូនឯងនឹកឃើញនៅកន្លែងណាដែលនិយាយអំពីស្ដីបង្គាប់ដែលស្តៀងនឹង Episode 5
sing him to one another. Yeah. Yeah. Gentleness. Yeah. Ephesians 5. I'm sorry? Okay, through the Spirit, right? Okay, good. Yeah, so we see that this isn't just Peter, but we see this many authors, Christians in the Bible, speak of this importance of having these characteristics. បើសិនបើយើងមើលទៅឃើញមានអ្នកដែលហៅថាជាអ្នកដែលបានសរសេរបទគម្ពីរផ្សេងៗទៀតក៏គាត់បានលើកឡើងអំពីលក្ខណៈសម្បត្តិស្រៀងនឹងផងដែរ I think what's interesting is what's different about 1 Peter about these characteristics is the reason why he gives for pursuing these characteristics. ប៉ុន្តែលក្ខណៈពិសេសខុសគ្នាឬក៏ដាច់ដោយឡែករបស់ពេត្រុសកន្លែងនេះដែលគាត់រៀបរាប់អំពីចំណុច1 2 3អីហោហែហ្នឹងមកគឺហេតុផលរបស់គាត់តើត្រូវធ្វើអស់ហ្នឹងបង្ហាញអស់ហ្នឹងក្រុមហេតុផលអី Right. For example, in Colossians, Paul commands us to be humble, right, and to be of one mind. But the reason he gives is what? Because to follow the model of Christ. បាទដូចជានៅក្នុងកូឡូសដែលសាវកប៉ុលគាត់បាននិយាយថាឲ្យមានចិត្តគំនិតតែមួយរួមមានតែមួយហើយតើគាត់បង្គាប់អញ្ចឹងក្រោមហេតុផលអីគឺដោយសារត្រូវយកតាមគំរូរបស់អង្គព្រះគ្រីស្ទ Right. But let's look at the reason that Peter gives, verse 9 through 12. បាទប៉ុន្តែឥឡូវយើងមើលលោកពេត្រុសវិញគាត់រៀបរាប់លក្ខណៈសម្បត្តិទាំងអស់នោះដែរប៉ុន្តែក្រោមហេតុផលយ៉ាងម៉េចវិញពីខ9ដល់ខទី12 Let's read that again, if someone can read that. បាទសូមលោកគ្រូបងប្អូនអ្នកជួយអានឡើងវិញបាទនៅខ9ដល់ខ12 អត់ធ្វើការកត់ស្នងនឹងការក្រក់ឬពាក្យប្រមាថស្នងពាក្យប្រមាថឡើយគឺត្រូវឲ្យពោវិញដោយដឹងថាទ្រង់ហៅអ្នកដល់គ្នាមកឯសេចក្តីខ្លួនឯងដើម្បីឲ្យបានព្រះពរពិតជាមកដល់បើអ្នកណាដែលចូលចិត្តចង់ស្រឡាញ់ជីវិតហើយចង់ឃើញគ្រាដ៏ល្អនោះត្រូវបញ្ជាអណ្ដានពីសេចក្តីអាក្រក់ចេញហើយឧបមាត់ក៏ដែរកុំឲ្យពោលពាក្យប្រកបដោយអបាយកលឡើយត្រូវឲ្យអ្នកនោះបែរចេញពីការក្រក់ប្រយោជន៍ឲ្យបានកាលវិញទៅស្វែងរកហើយដេញតាមសេចក្តីមេត្រីភាពពីព្រោះប្រណេតនៃព្រះចាស់តែងតតមើលមនុស្សសុចរិតហើយប្រការទ្រង់ក៏ផ្ទៀងស្ដាប់ពាក្យទូលអង្វររបស់គេតែព្រះភ័ក្រព្រះអង្គម្ចាស់តែងទោះតឹងនឹងពួកអ្នកប្រព្រឹត្តអាក្រក់វិញ Right. So what is the reason why Peter says to pursue these characteristics? បាទអញ្ចឹងយោងតាមអ្វីដែលយើងអានខ9 12មិញតើអ្វីទៅគឺជាហេតុផលដែលពេត្រុសគាត់បបួលយើងឲ្យខំដេញតាមឲ្យមានលក្ខណៈសម្បត្តិ5ចំណុចខាងលើនោះ Called B. ពីព្រោះព្រះនាមនៃព្រះម្ចាស់តែងតតមនុស្សសុចរិតហើយប្រការទៀងស្ដាប់ he hear the prayers and his face against those who Right. It's so that, very good. More generally, we can say it's so that God would bless us. បាទយើងអាចនិយាយលក្ខណៈសាមញ្ញទូទៅបានយ៉ាងដូចថាយើងធ្វើការទាំងអស់នោះឬក៏បង្ហាញលក្ខណៈសម្បត្តិអស់នោះដើម្បីយើងទទួលបាននៅព្រះពរដែលព្រះអង្គនឹងឲ្យមកយើង Now we saw this earlier, right? For example, in verse 7, to the husbands, you treat your wives well so that your prayers would not be hindered, right? បាទហើយដូចជាយើងឃើញនៅក្នុងខ7នោះដែរដែលនិយាយថាប្រុសត្រូវប្រព្រឹត្តនឹងប្រពន្ធឲ្យបានត្រឹមត្រូវល្អប្រសើរនោះដើម្បីអីដើម្បីកុំឲ្យមានអីមកបង្អាក់សេចក្តីអធិស្ឋានរបស់ផងយើង
And in the section where he talks about masters and servants, right? He talks about it is a gracious thing when you suffer, right? បាទហើយនៅក្នុងផ្នែកដែលនិយាយអំពីអ្នកបម្រើចុះចូលមួយចង្វាយនោះក៏និយាយដែរថាការប្រសើរដែលយើងរងទុក្ខលំបាកបាទ The theology of Peter is a little he brings a theology that's a little different, what we don't see in some of the other authors, right? បាទរបៀបរបស់លោកពេត្រុសឬក៏ហៅថាទេវសាស្ត្ររបស់ផងគាត់បង្រៀននិយាយគឺលក្ខណៈគាត់រៀងខុសប្លែកពីអ្នកនិគុណផ្សេងៗទៀត You know, Peter and Paul and the other authors, they say our foundation is our identity with Christ. បាទទាំងប៉ូលពេត្រុសអីហ្នឹងគឺមូលដ្ឋានគ្រឹះទាំងអស់គឺនៅលើគេហៅថាអត្តសញ្ញាណរបស់ផងយើងក្នុងព្រះគ្រីស្ទ And they both talk about blessings for doing good works. បាទហើយទាំងពីរនាក់ក៏គាត់និយាយអំពីព្រះពរដែលនឹងទទួលបានចេញអំពីការប្រព្រឹត្តល្អដែរ But Peter brings it out a lot more than some of the other authors. បាទប៉ុន្តែគ្រាន់ថាពេត្រុសគាត់រៀងលើកឡើងច្រើនជាងបន្ថែមទៅទៀតចេញពីអ្នកនិពន្ធផ្សេងៗ Why do you think he does that? បាទតើលោកគ្រូទាំងអស់នេះគិតថាម៉េចបានជាគាត់ខុសពីគេឡើងយ៉ាងដូច្នោះមិនបានគាត់ធ្វើអញ្ចឹង ចាក់ចាយព្រោះនៅលំបាកនៅស្រុកគេ diaspora Yeah. ចាក់ចាយ Yeah, I think part of it is the situation that the audience is in. They need that motivation. បាទយើងឃើញថាមនុស្សដែលអានសម្បត្តិគាត់ឬក៏អ្នកដែលទទួលសម្បត្តិគាត់បរិបត្តិគេរស់នៅពេលនោះស្ថានភាពគឺពួកគេត្រូវការគេហៅថាជំរុញទឹកចិត្តការលើកទឹកចិត្តឲ្យធ្វើយ៉ាងដូច្នោះ That as you're suffering, first to know that God sees and understands that, but He will also bless that. បាទដែលយើងជួបទុក្ខលំបាកនោះសូមចាំថាព្រះអង្គទ្រង់មើលឃើញអំពីការទាំងអស់នោះហើយព្រះអង្គក៏នឹងឲ្យពរដល់យើងដែរនៅពេលដែលយើងឆ្លងកាត់ទុក្ខលំបាកនោះ Any other reasons why you can think Peter is focusing on that? បាទមានហេតុផលអីផ្សេងដែរអត់ដែលគិតថាម៉េចបានជាពេត្រុសគាត់ផ្ដោតលើរឿងដែលគាត់និយាយហ្នឹង ខ្ញុំគិតថាកន្លែងនេះអត់ខុសគ្នាអីជាមួយនឹងយូហានក៏គាត់ដឹកដែរនៅក្នុងយូហានពុកទី14វណ្ណៈពុកទី14ដែលលោកយូហានយកអ្នកដែលឈរជាមួយនឹងព្រះយេស៊ូវនៅក្នុងសាយ័នគឺជាអ្នកដែលthe virgin ហើយអ្នកនោះឯងមាត់របស់ផងគេអត់មានឃើញសេចក្តីសុចអត់មានឃើញសេចក្តីអាក្រក់នៅពីនៅឡាយក្នុងមាត់របស់ផងគេអញ្ចឹងដែលសាវកយូហានលើកអំពីរូបភាពនៅស្ថានសួគ៌លោកចង់ឆ្លុះបញ្ចាំងអំពីរូបភាពនៅផែនដីដែលទោះបីជាសេចក្តីសង្គ្រោះមិនមែនការឡើងចេញពីការប្រព្រឹត្តល្អក៏ប៉ុន្តែការប្រព្រឹត្តល្អព្រះបានលើកអំពីព្រះគម្ពីរបានបើកសម្ដែងអំពីការល្អរបស់ពួកជំនុំតែសំខាន់ចាំបាច់ដែលជាផលនៃសេចក្តីសង្គ្រោះដែលផលតែការឡើងចេញពី redemption ការឡើងចេញពី the gospel ដូច្នេះវាសំខាន់សូម្បីតែយ៉ាកុបក៏គាត់លើកឡើងដែរអញ្ចឹងខ្ញុំគិតថានៅកន្លែងនេះលោកពេត្រុសដែលលើកទាក់ទងជាមួយនឹងការប្រព្រឹត្តនៅកន្លែងនេះមកវាហាក់បីដូចជាលោកចង់ឆ្លុះបញ្ចាំងអំពី perseverance អំពីផលផ្លែដែលគួរតែកើតឡើងនៅក្នុងសេចក្តីទុក្ខលំបាកតែពួកគេកើតឡើងនៅក្នុងសេចក្តីទុក្ខលំបាកមិនមែនជាផលនៃសេចក្តីជឿជាក់ទេក៏ប៉ុន្តែគឺជាផលនៃសេចក្តីកោតខ្លាចទេគឺជាផលដែលនៃសេចក្តីល្អវិញ It's very good. Good, very good.
Anybody else have any thoughts? បាទមានលោកគ្រូណាផ្សេងទៀតមានគំនិតអីផ្សេងទៀតដែរអត់ Now, verse 10 through 12, he's quoting from Psalm 34, right? បាទបើយើងមើលទៅខ10ដល់ខ12គឺគាត់កំពុងតែលើកឡើងវិញឬក៏ដកស្រង់ quote ចេញមកពីទំនុកដំកើង34 បាទទំនុកដំកើងចំពុកទី34មកប្រើនៅកន្លែងនេះ So, if we can turn to Psalm 34, starting in verse 12 through verse 16. បាទសូមលោកគ្រូបើកបន្តិចទៅនៅក្នុងទំនុកដំកើងចំពុក34ពីខ12ដល់ខ16 And if can someone read បាទ that សូម verse? លោកគ្រូបងប្អូនអ្នកជួយអាន 12 through 16. បាទសុភាសិតទំនុកដំកើងចំពុក34ខ12ដល់ តើមាន 16 អ្នកឯណាដែលចង់បានជីវិតហើយស្រឡាញ់អាយុយឺតយូរដើម្បីឲ្យបានឃើញសេចក្តីល្អត្រូវឲ្យរក្សាអណ្ដាតខ្លួនឲ្យរួចពីស្ដីអាក្រក់ហើយបបោមកផងមិនឲ្យពុតពាក្យកំពូលចូលថយចេញពីការអាក្រក់ហើយប្រព្រឹត្តការល្អវិញចូលស្វែងរកសេចក្តីសុខហើយដេញជាប់តាមចិត្តព្រះនេតព្រះយេហូវ៉ាតតទៅចំពោះមនុស្សសុចរិតហើយប្រការទ្រង់ក៏ប្រងស្ដាប់សម្ដែងរបស់គេព្រះភ័ក្ត្រព្រះយេហូវ៉ាតតទៅទឹកនឹងពួកអ្នកដែលប្រព្រឹត្តអាក្រក់ដើម្បីនឹងដកយកសេចក្តីនឹងចាំចំពោះគេពីផែនដីចេញដល់16ថា So this is a psalm of David while he was in exile, right? បាទនេះគឺជាទំនុកដំកើងរបស់ដាវីតនៅពេលដែលគាត់កំពុងតែរត់គេចខ្លួន Right? He's running away from Saul and his armies. បាទគឺជាពេលដែលគាត់រត់គេចខ្លួនចេញអំពីស្ដេចសូលហើយនឹងពីទ័ពរបស់ស្ដេចសូលដេញតាមគាត់នោះ Right? And he's basically exiled from Israel. បាទហើយអាចនិយាយថាគាត់គឺរត់គេចអត់អាចនៅក្នុងស្រុកអ៊ីស្រាអែលបានទេគឺរត់ And we can understand why he might be confused and upset, right? បាទហើយដល់ពេលអញ្ចឹងគឺយើងអាចគិតស្មានដឹងដែរថាគឺស្ថានភាពរបស់គាត់អាចមានលក្ខណៈគេហៅថាការទុកព្រួយឬក៏មានការភ័ន្តច្រឡំគំនិតគេហៅថាមកវិញនេះដែរគិតមិនច្បាស់ថាមាននឹងអីកើតឡើង Because God said that he would be with David and bless David, and yet David is suffering in exile. បាទដែលដឹងថាព្រះអង្គមានព្រះបន្ទូលថាគង់នៅជាមួយដាវីតហើយក៏ឲ្យពរដល់ដាវីតប៉ុន្តែស្ថានភាពពិតឥឡូវនេះកំពុងតែរត់ភៀសខ្លួន And so while he's in exile, he writes this psalm about he writes this psalm about his experience in exile. បាទដល់ពេលអញ្ចឹងនៅក្នុងគណៈពេលដែលគាត់កំពុងតែក្នុងស្ថានភាពភៀសខ្លួនរត់គេចនេះឯងគឺគាត់សរសេរបទទំនុកដំកើងនេះដែលនិយាយអំពីបទពិសោធន៍គាត់នៅពេលនោះ And before he says that, he says, "Come, O children, listen to me." In verse 11, "Come, O children, listen to me. I will teach you the fear of the Lord." បាទប៉ុន្តែយើងមើលនឹងខ11គឺគាត់បាននិយាយជាគេហៅថាស្ដីផ្ដើមមកថាកូនទាំងឡាយអើយចូលមកស្ដាប់អញចុះអញនឹងបង្រៀនឯងរាល់គ្នាពីសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា Right, and basically what David says is that if you want to receive blessing, continue to do good even when you are suffering. ចឹងកន្លែងនេះយើងអាចនិយាយបានជាលក្ខណៈជាគោលថាបើសិនបើយើងពិតជាចង់ទទួលបាននៅព្រះពររបស់ព្រះសូមបន្តរស់នៅក្នុងគេហៅថាសេចក្តីល្អទោះបីជាឥឡូវនេះជួបទុក្ខលំបាកឬក៏ត្រូវបានគេធ្វើបាបទុកបៀតបៀនក៏ដោយ Right, and that's what Peter takes the exile of David and he's applying it now to the exile of these Christians in the New Testament. ចឹងកន្លែងនេះលោកពេត្រុសគាត់យកគេហៅថាបរិបទនៃជីវិតដែលរស់នៅក្នុងភាពគេហៅថាខ្ចាក់ខ្ចាយភាពភៀសខ្លួននេះពីដាវីតយកមកដាក់នៅក្នុងឬក៏ប្រាប់នៅក្នុងស្ថានភាពពួកអ្នកជឿដែលខ្ចាក់ខ្ចាយនៅក្នុងពេលនេះដែរ And he's basically saying that the Word of God
is forever, right? Even the Old Testament still applies today. ចឹងគឺគាត់កំពុងតែប្រាប់ថាព្រះបន្ទូលของព្រះអង្គគឺនៅជាប់អស់កលជានិច្ចជាប់ជារៀងរហូតទោះបីជាសញ្ញាចាស់ក៏នៅតែមានព្រះបន្ទូលព្រះអង្គនៅតែជាព្រះបន្ទូលព្រះអង្គដល់ឥឡូវ And that obedience and righteousness, God sees that, especially when you're suffering. បាទហើយការដែលយើងស្ដាប់បង្គាប់ហើយការដែលយើងរស់នៅសុចរិតនៅចំពោះព្រះគឺព្រះអង្គទ្រង់ទតឃើញព្រះអង្គជ្រាបដឹង But God will bless you even as you struggle. ហើយសូមចាំថាព្រះអង្គទ្រង់នឹងឲ្យពរមកយើងបើទោះបីជាឥឡូវនេះជីវិតយើងកំពុងតែមានទុក្ខលំបាកទ្រាំទ្រក៏ដោយ Now, as we read further, we're going to see, how specifically, how do we respond in a godly way to suffering? បាទហើយដល់ពេលយើងអានពីខបន្តមកទៀតមកខាងក្រោមគឺនឹងប្រាប់យើងថាតើយើងចង់រស់នៅនេះអាជីវិតដែលកោតខ្លាចព្រះរស់នៅក្នុងសេចក្តីល្អនេះតើយើងគួរឆ្លើយតបអីខ្លះធ្វើមិនខ្លះ I think the challenge of teaching this passage and preaching this passage is, the reality is for some people, their suffering may not end. បាទទោះបីជានេះជាព្រះបន្ទូលរបស់ព្រះអង្គដែលយើងដឹងថាវាអញ្ចឹងប៉ុន្តែការដែលយើងអធិប្បាយបង្រៀនទៅពួកជំនុំគឺកន្លែងប្រមាថនេះពិបាកត្រង់ថាចេះពីព្រោះអ្នកខ្លះពួកជំនុំខ្លះការដែលគាត់ជួបទុក្ខលំបាកហ្នឹងគឺដូចជួបរហូតតែហ្មងណាអត់ចប់ហ្មងជួបតែទុក្ខហ្មងពិបាកហើយហ្នឹង And sometimes we just jump to the end. Say, there will be a day when all suffering will go and you will experience peace and joy and full blessing of God when you go to heaven, right? បាទដល់ពេលអញ្ចឹងយើងមានទំនោរមួយចេះហ្មងកាត់យកហ្មងមានថានឹងការជួបផុតទុក្ខលំបាកហ្នឹងទេអញ្ចឹងយើងនិយាយអាចំណុចចុងក្រោយហ្មងតែមិនអីទេនៅថ្ងៃចុងក្រោយយើងដឹងហើយនៅពេលដែលយើងសើចមួយព្រះអង្គនោះព្រះអង្គមិនឲ្យព្រះពរយើងអីទាំងអស់នឹងចប់ទុក្ខលំបាកនឹងលែងមានយើងយកអាថ្ងៃព្រះអង្គឲ្យយើងនោះតែម្ដងមកនិយាយសង្ខេបដូចបិទបញ្ចប់រឿងទុក្ខលំបាកឥឡូវហ្នឹងហ្មង And that is true. That is our final hope, right? បាទត្រូវហើយអាហ្នឹងវាជាការពិតហើយដែលថាចំណុចសេចក្តីសង្ឃឹមចុងក្រោយរបស់យើងគឺនៅថ្ងៃហ្នឹងឯងត្រូវហើយ But I think, for Peter, as we've been reading through it, there is a sense of blessing even in the midst of suffering, even right now, while you're going through suffering. បាទប៉ុន្តែសម្រាប់ពេលប្រុសវិញបើយើងអានបន្តមកទៀតយើងឃើញថាទោះបីជាអាចុងក្រោយនេះយើងដឹងហើយឥឡូវនេះយើងនៅតែជួបទុក្ខលំបាកប៉ុន្តែក៏ដូចជាមាននៅគេហៅថាពិសោធន៍នៃព្រះពរព្រះអង្គខ្លះៗនៅក្នុងអាដំណើរទុក្ខលំបាករបស់ផងយើងខ្លះៗឥឡូវនឹងដែរ Right? I think we also need to give that hope, the present hope, to our brothers and sisters as well. បាទអញ្ចឹងគឺយើងក៏គួរតែផ្ដល់នៅសេចក្តីសង្ឃឹមឥឡូវហ្នឹងទៅដល់បងប្អូនដែលគាត់កំពុងតែរងទុក្ខលំបាកដែរកុំឲ្យគ្រាន់តែឲ្យតែសេចក្តីសង្ឃឹមចុងក្រោយតែមួយហ្នឹងកាត់យកចប់ហ្មង So the question I have for you all is how would you explain, how would you reveal, how would you make that real to the brothers and sisters that are struggling, suffering right now? បើអញ្ចឹងតើយើងគួរបង្រៀនយ៉ាងម៉េចឬក៏អធិប្បាយយ៉ាងម៉េចជួយដល់បងប្អូនប្រុសស្រីពួកជំនុំយើងដែរឥឡូវហ្នឹងកំពុងតែជួបទុក្ខលំបាកហើយយើងនិយាយម៉េចបង្រៀនម៉េចអធិប្បាយម៉េចដែលឲ្យគាត់អាចឃើញនៅថាសេចក្តីសង្ឃឹមបច្ចុប្បន្នហ្នឹងខ្លះៗនេះតើធ្វើយ៉ាងម៉េច And think about what we've studied so far through 1 Peter. បាទសូមអាចលើកនឹកឃើញអំពីអីដែលយើងបានរៀនរួចមកហើយដែរ What do you think? បាទ Some thoughts. បាទមានរកឃើញឬក៏មានគំនិតយ៉ាងម៉េចដែរអធិប្បាយបង្រៀនដល់ពួកគាត់ឲ្យគាត់ឃើញសេចក្តីសង្ឃឹមកុំសង្ខេបដល់ចាប់យកថ្ងៃចុងក្រោយហ្មងតែឥឡូវជួយគាត់យ៉ាងម៉េចពេលដែលជួបទុក្ខលំបាកឥឡូវ Right. In verse 10, Peter quotes, "Whoever desires to love life and see good days, let him keep his tongue from evil and his lips from speaking deceit." Now, it's true that's when we get to heaven, but it can also be true here today. បាទតួយ៉ាងដូចជាក្នុងខ10ដែលនិយាយថាអ្នកណាដែលចូលចិត្តចង់ស្រឡាញ់ជីវិតហើយចង់ឃើញគ្រាដ៏ល្អនោះត្រូវបញ្ជះអណ្ដាតចេញពីសេចក្តីអាក្រក់ហើយបើមកមិនដែរកុំឲ្យពលពាក្យប្រកបដោយបាយកលឡើយយើងដឹងហើយណាហ្នឹងត្រូវហើយទៅពេលដែលយើងទៅឋានសួគ៌អានោះវាលែងមានហើយទាំងអស់ហ្នឹងវាចប់ហើយប៉ុន្តែវាក៏ពិតដែរឥឡូវនេះមុនដែលយើងទៅដល់ឋានសួគ៌ហ្នឹងអាការដែលយើង
ប្រយ័ត្នចំពោះអណ្ដាតរបស់យើងនេះក៏វាអាចល្អទីពរសម្រាប់ជីវិតយើងឥឡូវហ្នឹងដែរ So how would you explain this to people in church that they could see a life with good days even now as they control their tongue and as they keep from deceit? How could they see that? How could they experience បាទ that? យើងអាចពន្យល់ដល់ពួកគេឥឡូវនេះថាឥឡូវនេះពុំជួបទុកលំបាកហើយប៉ុន្តែបើសិនបើគេជួបទុកលំបាកហើយគេប្រយ័ត្នអំពីអណ្ដាតមានថាគេប្រយ័ត្នប្រយែងអំពីអណ្ដាតដែលគេត្រូវនិយាយនេះតើការដែលគេជួបទុកលំបាកមែនប៉ុន្តែបើសិនជាគេរក្សាអណ្ដាតគេបានល្អនេះតើវាដូចជាជួយគេនៅក្នុងជីវិតឥឡូវហ្នឹងដកពិសោធន៍នៅព្រះអង្គយ៉ាងម៉េច Okay, what do you guys think? បាទលោកគ្រូគិតមិនដែរ មានពាក្យស្លាប់នេះថាអណ្ដាតជាអាចកន្លងបានសុខទុក្ខផងដោយសារអណ្ដាតចឹងពេលយើង ខ្មែរ បាទជាភាសាបាទតាមភាសារបស់យើងការរំចាត់ហើយរបស់យើងបើយើងមិនប្រយ័ត្នក្នុងការប្រានដាតទេយើងអាចនាំឲ្យយើងទទួលនៅទុកទោសក្នុងជីវិតរបស់យើងដែរតែក៏ជាការដែលនាំឲ្យយើងបាននៃសុខក្នុងការនៅជាគូកនជាអ្នកជិតខាងក្នុងការនៅប្រចាំតែបើសិនមកយើងមើលក្នុងនេះខ្ញុំនឹកឃើញភាសាផងខ្មែរតែពួកដែលសមាជិកឬក៏ជនជាតិខ្មែរយើងគាត់យល់អំពីភាសាឬភាសាខ្មែរ Oh, good job. It's good. ខ្ញុំគិតឡើងនេះធម្មតាទុកលំបាកអាចមានប៉ុន្តែនៅពេលដែលយើងនិយាយអំពីអណ្ដាតបបោមាត់ក្នុងការដែលយើងនិយាយខ្ញុំនឹង explain អំពី attitude ហើយនឹង response ពីព្រោះគ្រប់គ្នាខ្ញុំជឿថាយើងនឹងបញ្យល់គាត់ថា everybody តែងតែមាន some kind of hardships ឬក៏ទុកលំបាកប៉ុន្តែ how you respond របៀបដែលយើងឆ្លើយតបរបៀបដែលយើងប្រើមាត់យើង react វានឹងនាំឲ្យកាន់តែធំឬក៏ធ្វើឲ្យការបែកបាក់អាហ្នឹងបើសិនយើងឆ្លោះគ្នាធ្វើឲ្យការបែកបាក់ហ្នឹងកាន់តែធំតែបើយើងរក្សាអណ្ដាតយើងបានល្អយើងនិយាយដោយប្រាជ្ញាយើងនិយាយដោយពាក្យត្រឹមត្រូវវាអាចជួបទុកលំបាកដដែលប៉ុន្តែយ៉ាងហោចណាស់អាបេះដូងយើងវាមាន peace ហើយយ៉ាងហោចណាស់អា small circle ដែលយើងកំពុងមានពួកជំនុំ church យ៉ាងហោចណាស់យើងមានបងប្អូនដែលរាប់អានគ្នាល្អតែបើសិនបើយើងជួបទុកលំបាកមួយអ្នកអត់ជឿហើយយើងទៅជារបៀបមួម៉ៅក្តៅកាហាយមកពហិមួម៉ៅក្តៅកាហាយដាក់អ្នកនេះគេហៅថាខឹងគោវ៉ែតេខឹងអ្នកនោះឯងប៉ុន្តែមកមួម៉ៅនេះធ្វើឲ្យទំនាក់ទំនងនៅក្នុងបងប្អូនក្នុងពួកជំនុំកាន់តែពិបាកដល់ពេលអញ្ចឹងកាន់តែពិបាកទៀតតែបើសិនបើយើងទប់បានយើងរៀនបានពីនោះយើងទ្រាំទ្រយើងរក្សាអណ្ដាតយើងបងប្អូនយើងឃើញគំរូល្អនៃការដែលយើងចេះប្រើអណ្ដាតយើងត្រឹមត្រូវគេសប្បាយមួយយើងម្ដងខ្ញុំថានេះជាប្រព័ន្ធមួយនៅក្នុងន័យធ្វើការល្អឥឡូវអរគុណច្រើនលោកគ្រូ ខ្ញុំគឺត្រូវ clarify បន្តិចសិនតើតើជាមួយនឹងប្រភេទទុកលំបាកដោយ justice ឬក៏លំបាកដោយ unjust ហើយពីព្រោះនៅកន្លែងនេះសភាពលនិយាយអំពីទុកលំបាកដែលព្រោះអ្នក unjust receive ដែលលោកសភាពេត្រុសបានប្រៀបធៀបទៅនឹងព្រះគ្រីស្ទដែលព្រះអង្គ just ហើយព្រះអង្គបានទទួលpunishment សម្រាប់ពីអ្នកដែល unjust អញ្ចឹងនៅក្នុងខទី14លោកពេត្រុសបានប្រាប់ថាតែបើអ្នករកគ្នាត្រូវរំទុកដោយព្រះសេចក្តីសុចរិតនោះមានពរពិតចឹងបានលោកគ្រូសួរថាតើយើងគួរលើកទឹកចិត្តគេមិនបើសិនជាគេជួបទុកលំបាកចឹងលោកកែប្រាប់ថាមានពរមិនឲ្យអ្នកត្រូវខ្លាចចំពោះសេចក្តីខ្លាចពីឡើយដល់សេចក្តីស្នេហ៍ខ្លាចពីឡើយក៏កុំឲ្យថប់បារម្ភដែរ
dương lực cru mình mang được là vì po để gì ông vì sự đây sọc sàng không chạy chân nơi lại đi bờ sân ấy chỉ rung tốc đại pro sự đây sự chết nơi dương nâng miền po dương nâng miền sự đây sọc sàng vì cũng được nâng kho thì đọc phần bờ mà bắt và phải tốn sọc đây ở đây rung tốc nước xuống rung tốcដោយព្រោះការល្អជាការអ្វីដែលខ្ញុំនឹងលើកឡើងគឺចង់មានន័យថាឲ្យយើងមើលឃើញទុក្ខលំបាកវាជាផ្នែកមួយនៃប្រពោទុក្ខលំបាកក៏ជាផ្នែកមួយនៃសេចក្តីសុខសាន្តរបស់ព្រះដែលចង់ឲ្យយើង experience មិនមែនតតែយើងហឹកហាក់តតែយើងរស់ក្នុងជីវិតមួយដែល peaceful បានថាប្រកថាជាសេចក្តីសុខសាន្តប្រកបទេអានេះវាជាគំនិតរបស់លោកីលោកីគឺតែដូចតែសម្រាប់យើងជាគ្រិស្តបរិស័ទដែលកោតខ្លាចហើយដែលធ្វើតាមគំនិតរបស់ព្រះអង្គយើងថាដឹងថាសេចក្តីសុខសាន្តប្រកបរបស់ព្រះអង្គយើងគឺជាការដែលយើងនៅជាប់នឹងទុកចិត្តចំពោះព្រះបន្ទូលសន្យារបស់ព្រះអង្គយើងអាចទៅដកពិសោធន៍នឹងសេចក្តីសុខសាន្តដូចជាលោកស្រីពលក៏បានលើកឡើងថាចូលយើងទេថ្វាយដល់ព្រះអង្គអរគុណព្រះអង្គគ្រប់ការទាំងអស់យើងទទួលបាននូវសេចក្តីសុខសាន្តយើងមិនទាន់ទទួលបានឡើយទេតែពេលដែលយើងទុកចិត្តព្រះអង្គដោយជំនឿយើងនឹងទទួលបានសេចក្តីសុខសាន្តតាមព្រះបន្ទូលសន្យារួចហើយយើងយល់ឃើញនូវភាពសេចក្តីសុខសាន្តអរគុណច្រើនអរគុណanybody else on Zoom as well? If anybody on Zoom wants to participate? បាទខាងលោកគ្រូនៅក្នុង Zoom មានអីចង់ចូលរួមដែរបាទសម្រាប់ខ្ញុំគិតថាវាត្រូវជាស្ថានភាពដែលពេត្រុសកំពុងតែនិយាយនេះដោយស្ថានភាពពួកជំនុំខ្ញុំខ្លះតែថ្វាយបង្គំជាមួយគ្នាតែអត់ត្រូវគ្នាមកថ្វាយបង្គំជាមួយគ្នាតែនិយាយដើមគ្នាវាឆ្លងចាំតែពេត្រុសហៅនេះហើយយើងមិនត្រូវតែយើងជឿលើព្រះយេស៊ូវគ្រីស្ទប៉ុន្តែយើងមានចិត្តកំណត់ដូចជាព្រះគ្រីស្ទវិញតែយើងមិនជឿហើយថ្វាយបង្គំជាមួយគ្នាហើយយើងស្អប់គ្នាឬក៏និយាយអាក្រក់ពីគ្នាទេពេត្រុសកំពុងហៅអ្នកជឿឲ្យមានចិត្តកំណត់ដូចជាព្រះយេស៊ូវទោះបីជាស្ថិតនៅក្នុងគ្រារងទុក្ខលំបាកក៏ដោយតែគេមានចិត្តកំណត់ដូចជាព្រះយេស៊ូវវិញដែលត្រូវមានចិត្តកំណត់តែមួយមានចិត្តអាណិតអាសូរស្រឡាញ់គ្នាទៅវិញទៅមកមានចិត្តមេត្តាហើយសុភាពជាដើមហើយនេះគឺជាអ្វីដែលពេត្រុសហៅឲ្យត្រាស់តាមគំរូនិងចិត្តកំណត់ដូចជាព្រះគ្រីស្ទដែលគ្រាន់តែជឿឬក៏គ្រាន់តែថ្វាយបង្គំតែជាមួយគ្នាទេតែឲ្យរស់នៅចេញជាសកម្មភាពចេញជាការប្រព្រឹត្តនៅក្នុងទំនាក់ទំនងជាបងប្អូននៅក្នុងពុទ្ធជំនុំជាអ្នកជឿដូចគ្នាដោយគ្រាន់តែជឿលើព្រះយេស៊ូវដូចគ្នាតែឲ្យប្រព្រឹត្តដូចជាបងប្អូនដូចជាព្រះយេស៊ូវបានធ្វើហើយពេត្រុសបានបង្ហាញទៅលោកបានបកស្រាយបានលើកឧទាហរណ៍ពីទំនុកដំណើរឬក៏សុភាសិតនេះគឺជាអ្វីដែលពួកបរិសុទ្ធគ្រីស្ទបរិស័ទត្រូវសម្ដែងប្រព្រឹត្តសេចក្តីជំនឿនោះចេញមកក្រៅដោយគ្រាន់តែជឿតែនៅក្នុងគំនិតតែឲ្យប្រព្រឹត្តចេញមកបាទនេះជាអ្វីដែលខ្ញុំចាប់អារម្មណ៍អរគុណច្រើនអរគុណanybody else before we move on? នៅយើងមើលក្នុងកម្មវិធីពេត្រុសនេះហាក់ដូចជាសម្បត្តិដែលពេត្រុសកំពុងតែសេប្រពុតជំនុំដែលខ្ចាត់ខ្ចាយហើយគាត់មកដល់ខ8នេះនិយាយអំពីអ្វីដែលគាត់ចង់បង្ហាញអំពីជីវិតដែលមនុស្សទាំងអស់នោះត្រូវរស់នៅដោយយ៉ាងម៉េចក្នុងនាមជាប្រជារាស្ត្រព្រះក្នុងនាមជាកូនរបស់ព្រះអញ្ចឹងខ្ញុំគិតថាគាត់ដោតទៅលើបងប្អូនគ្រួសារឬជាបងប្អូនក្នុងព្រះនាមព្រះអង្គរវាងតំណែងតំណងគំនិតតែមួយណារួមគ្នាហើយមួយទៀតគាត់ក៏បង្ហាញទៅដល់អំពីអិរិយាបថក្នុងការរស់ក្នុងសហគមន៍មួយត្រូវមានអិរិយាបថមួយមានក្តីស្រឡាញ់ចិត្តសំណោះមានចិត្តសុភាព
ចឹងរហូតមកដល់ខ10នេះយើងឃើញអំពីអីដែលគាត់ចង់បង្ហាញទាក់ទងនឹងត្រូវបញ្ចាត់អណ្ដាតត្រូវបញ្ជីអណ្ដាតឬមួយក៏ការឆ្លើយតបនិយាយពីការឆ្លើយតបក្នុងការដែលមានសម្ពាធរងមកបញ្ហាកើតឡើងតើត្រូវតែរក្សាអណ្ដាតនិងបញ្ជីការអក្រក់នេះមិនចឹងការឆ្លើយតបសំខាន់ហើយបានជាគាត់លើកទឹកចិត្តរស់នៅក្នុងសហគមន៍មួយដែលគេរស់នៅត្រូវតែរក្សានៅការទាំងអស់នេះពោះឆ្លាតដើម្បីបញ្ជាក់អំពីចិត្តត្រូវមានចិត្តសន្តោសសុភាពឬមួយក៏ស្អីស្រឡាញ់គឺយើងត្រូវការមានការឆ្លើយតបទៅវិញដោយប្រុងប្រយ័ត្នដោយប្រុងប្រយ័ត្នមិននាំនៅផលណាដែលអាក្រក់ដូចគួរនេះលើឡើងវាអាក្រក់ល្មមតែបណ្ដាលយើងឬក៏ការដែលយើងប្រើប្រាស់ទៅមិនសមគួរទៀតវាកាន់តែរីកធំប៉ុន្តែបើយើងចេះមានរក្សានៅដួងចិត្តសុភាពនៅខាងក្នុងឬមួយក៏រក្សាអណ្ដាតយើងនិយាយដល់ប្រចាំប្រយ៉ែងឬមួយក៏ដល់ទុនសុភាពប្រហែលជាមានដំណោះស្រាយឬមួយក៏មានការផ្សះផ្សាឡើងវិញឬមួយក៏នាំមកនៅសេចក្តីសុខសន្តិភាពនៅក្នុងការរស់នៅរបស់ពួកគេដែរនេះជាអីដែលលោកពេត្រុសក៏ចង់បង្ហាញអំពីជីវិតបងប្អូនឬមួយក៏គ្រិស្តបរិស័ទដែលកំពុងតែចាត់ចែងដូចជាក្នុងពួកជំនុំពេលខ្លះពួកជំនុំយើងដឹងមិនខុសគ្នាពីមនុស្សសម័យនេះមានភាពបាក់បែកមានភាពរំភើបរង្គើបាត់បង់ក្តីស្រឡាញ់អ្នកខ្លះមានបាក់មានពួកមានក្រុមមិនមានទំនាក់ទំនងល្អណាអញ្ចឹងព្រះបន្ទូលលើកទឹកចិត្តជឿថានៅពេលយើងបង្ហាញប្រាប់គាត់អំពីអីដែលព្រះសពទេនៃការឲ្យគាត់បានរស់នៅបែបណាគឺជួយលើកចិត្តដល់ពួកខ្ញុំឲ្យពួកគាត់បានមើលឃើញអំពីអីដែលជាតម្រូវការអីជាភាពចាំបាច់ក្នុងជីវិតរស់នៅគាត់ត្រូវតែឆ្លើយតបជាមួយនឹងព្រះគុណរបស់ព្រះនេះមិនត្រូវរស់នៅដោយមិនរស់នៅដោយមានស្រឡាញ់រស់នៅដោយអត់មានសេចក្តីពុតវិញ្ញាណរស់នៅដោយមិនចំណែកនឹងទៅមួយក៏អីដែលជាគាត់ឆ្លើយតបដូចលោកពេលគាត់និយាយគាត់ខ្លាំងក្នុងហ្នឹងចឹងជាអីដែលការឆ្លើយតបជាមួយព្រះគុណព្រះអញ្ចឹងឲ្យគាត់អង្គព្រៀបការដែលធ្វើហើយអរព្រះអរគុណច្រើនលោកគ្រូខ្ញុំគិតថាគោលបំណងនៃលោកស្កាពេត្រុសនៅកន្លែងនេះចាប់ផ្ដើមចេញពីគាត់ហៅជា skater អ្នកដែលជឿនៅកន្លែងនេះវាប្រស័ព្ទមិនដែរចាត់ខ្ចាយអញ្ចឹងណាវាចាត់ខ្ចាយប្រស័ព្ទមិនដែរត្រូវគេមានពីបានជាគាត់សង្ខេបនៅក្នុងខយើងអានពីខទី10ខទី8ដែលគាត់ប្រើពាក្យមកថាឲ្យមានគំនិតតែមួយមានគំនិតតែមួយចឹងទោះបីជាយើងគំនិតតែមួយបានន័យថាមានការរួមគ្នាតែមួយបើសិនណាជាទោះបីជាយើងស្ថិតនៅក្នុងស្ថានភាពអ្នកដែលធ្វើឲ្យបាក់បែកគឺលោកីទេគេធ្វើឲ្យបាក់បែកគេនិយាយទេគេអីយ៉ាងណាក៏ប៉ុន្តែនៅកន្លែងនេះហាក់បីដូចជាលោកសាវកពេត្រុសគាត់បង្ហាញថាបាក់បែកដើម្បីឲ្យយើងអាចរួមគ្នាតែមួយចាត់ខ្ចាយពីណាពីនេះមកតែយើងអាចរួមគ្នាហើយយើងអាចរួមគ្នាតែមួយដោយសារតែអរិយាបថដែលយើងអស់គ្នាមាននៅក្នុងនោះគឺជាផលផ្លែគឺជាការដែលអាណត្តិអសូរស្រឡាញ់គ្នាបងប្អូនចិត្តទុំស្ដាប់តែមួយហើយបើសិនណាជាយើងតែមួយហើយវាត្រឡប់ចូលទៅដល់បែបគ្រូនិយាយវិញថាតើអ្វីជាការកំសាន្តចិត្តនៅពេលគេជួបទុក្ខលំបាកបើសិនណាជាភ្នែករបស់ផងយើងមើលទៅលើទុក្ខលំបាកហើយយើងរាប់វាថាវាគឺជាទុក្ខលំបាកដែលជាផលដែលយើងស័ក្តិសមនឹងទទួលអាហ្នឹងវាមានជារូបភាពនៃដំណឹងល្អទេក៏ប៉ុន្តែរូបភាពនៃដំណឹងល្អនៅពេលដែលយើងមើលទៅឃើញអំពីទុក្ខលំបាកយើងមើលឃើញអំពីសេចក្តីខាងឯកវិញ្ញាណវិញដែលឆ្លងតាមរយៈទុក្ខលំបាកនោះ
នាំឲ្យយើងទាំងអស់គ្នាបានខិតចូលទៅចំពោះសេចក្តីស្រឡាញ់របស់ព្រះខិតចូលទៅចំពោះអីគេទំនាក់ទំនងចិត្តស្និទ្ធរវាងពួកជំនុំធ្វើឲ្យយើងកាន់តែដល់ពិសោធន៍នៅគេហៅថាចិត្តដែលនៅកន្លែងនេះហៅថាទុនសន្តោសចិត្តសុភាពអញ្ចឹងឆ្លងតាមរយៈអាទុកលំបាកទាំងអស់នោះធ្វើឲ្យយើងទាំងអស់គ្នាសម្លឹងមើលទៅកាន់ព្រះគ្រីស្ទហើយធ្វើឲ្យយើងទាំងអស់គ្នាកាន់តែជឿលំពីតើយើងទទួលបានអីពីព្រះគ្រីស្ទតើព្រះគ្រីស្ទសពហត្ថីឲ្យយើងទាំងអស់គ្នារស់នៅយ៉ាងដូចម្តេចនៅក្នុងជំនុំនៅក្នុងនគររបស់ព្រះអង្គនៅក្នុងជំនុំរបស់ព្រះអង្គអញ្ចឹងត្រឡប់មកវិញឆ្លងតាមរយៈទុកលំបាកទាំងអស់នោះកុំឲ្យយើងមើលទុកលំបាកហើយយើង expect យើង suffer ដោយព្រោះទុកលំបាកតែទុកលំបាកទាំងអស់នោះនាំឲ្យយើងអស់គ្នាបានទៅធ្វើអ្វីរួមតាមរបៀបអ្វីដែលព្រះអង្គសុខទេអាហ្នឹងប្រកបថាជាប្រកបคุณច្រើនខ្ញុំចាប់អារម្មណ៍ដូចជានឹកឃើញពីមេរៀនមួយដែលគ្រូអធិប្បាយហើយខ្ញុំ link អំពី Christmas the true greatness or blessing of Christmas is to have Jesus មានព្រះយេស៊ូវខ្ញុំមើលនៅខ9គាត់ប្រើពាក្យថាត្បិតដោយដឹងថាទ្រង់បានហៅអ្នករាល់គ្នាមកអាស្រ័យនេះឯងវាដូចជារបៀបគេហៅថា the will of God ចឹងដែល blessing ឥឡូវដែលថាយើងអាចបានការទទួលប្រពរយើងលឺទៅយើងមានកម្លាំងចិត្តឥឡូវទោះបីជួបទុកលំបាកដូចជាការនេះវាបង្ហាញថា I am with Jesus I am with God God is with me ហើយគ្មានអីដែលធ្វើឲ្យខ្ញុំគួរឲ្យស្កប់ចិត្តជាងការនោះទេដែលខ្ញុំដឹងថាខ្ញុំកំពុងតែនៅក្នុងមហាតីរបស់ព្រះហើយមានថាព្រះអង្គទទួលយកខ្ញុំហើយដល់ពេលគាត់ quote ពី David ទៀតខ្ញុំមើលបន្តិចមកខ្ញុំចង់ឲ្យពួកជំនុំគាត់ឮអំពីគេហៅថានេះព្រះអង្គផ្ទៀងស្ដាប់ពាក្យទូលអង្វរខ្ញុំគិតថាដំណើរជីវិតជាគេបរិស័ទអានឹងខ្ញុំមិនដឹងមិនប៉ុន្តែខ្ញុំចង់ឲ្យពួកជំនុំគាត់បានការមួយ appreciate មកថាដែលយើងទូលអង្វរមួយព្រះអង្គឲ្យព្រះអង្គស្ដាប់យើងនោះពិសេសមែនតើមិនថាយើងនៅក្នុងស្ថានភាពលំបាកគេបៀតបៀនយើងចាត់ខ្ចាយយើងរងទុក្ខមកយាយបណ្ដៃដោយដឹងថាក្នុងស្ថានភាពនីមួយៗខ្ញុំមានព្រះដែលផ្ទៀងប្រការស្ដាប់ពាក្យដំងល់ពាក្យលំបាកពាក្យគេហៅថាស្ថានភាពខ្ញុំហ្នឹងដែលដឹងថាព្រះអង្គស្ដាប់នោះវ៉ាគឺជាព្រះពរមួយដ៏ធំបាទបើសិនជាខ្ញុំអត់ជួបរឿងអីទាំងអស់ស្រួលប៉ុន្តែខ្ញុំអធិដ្ឋានព្រះអង្គអត់ឮព្រះអង្គអត់ចាប់អារម្មណ៍គាត់ព្រះអង្គនៅឆ្ងាយពីខ្ញុំគិតថានោះវ៉ហើយហើយដល់ពេលនេះក៏ខ្ញុំនឹកឃើញមួយទៀត personal story របស់លោក Peter ចាំនៅក្នុង X នៅពេលដែលគាត់ទៅបានគេចាប់អ្នកដែលនៅក្រៅនាំវាទូលអង្វរសម្រាប់គាត់ឲ្យគាត់មកគោះទ្វារចាំតែយើងហ្នឹងគាត់មកគោះទ្វារគេថាមិនមែនគាត់ទេ Angel ឬក៏ណាផ្សេងដល់ពេលបើកមកខ្វះគ្រប់គ្នា surprise អញ្ចឹងខ្ញុំគិតថាគាត់ប្រសេនេះខ្ញុំ imagine ប្រហែលជាគាត់កំពុងតែសម័យចាំអត់ខ្ញុំបើសិនជាខ្ញុំអាចចែកចាយ story ខ្ញុំមានពេលមួយគេចាប់ខ្ញុំយកដាក់គុកមកខ្ញុំថាចប់ហើយពេលដូចព្រះយេស៊ូវហើយទៅភ្លាមគេឆ្កាងព្រះយេស៊ូវទៅមកហើយប្រហែលខ្ញុំទៅទៀតហើយប៉ុន្តែបងប្អូនទូលអង្វរសម្រាប់ខ្ញុំព្រះអង្គស្ដាប់ហើយទ្រង់ឆ្លើយតបចឹងអាដកបទពិសោធន៍នៃការព្រះអង្គស្ដាប់ហើយព្រះអង្គលួសចេញមកទោះបីមិនគេចផុតពីទុក្ខលំបាកទៅទៀតប៉ុន្តែអាបទពិសោធន៍មួយហ្នឹងវាជាព្រះពរមួយដ៏ធំសម្រាប់យើងជាគ្រីស្ទបរិស័ទចឹងខ្ញុំគិតថាពួកជំនុំគួរតែគេហៅថាអរគុណព្រះអង្គដែលយើងជួបទុក្ខលំបាកយើងអធិដ្ឋានព្រះអង្គស្ដាប់ហើយបើព្រះអង្គឆ្លើយតបទៀតវ៉ា blessing អរគុណច្រើនvery good. Those are all very good thoughts. I want to move on to the next section. And in this next section, Peter tells us specifically how to respond when evil is done to us. Right? បាទឥឡូវយើងនឹងបន្តទៅផ្នែកបន្តទៀតហើយនៅក្នុងផ្នែកបន្តនេះឯងគឺលោកពេត្រុសគាត់បានប្រាប់យើងថាតើពេលដែលការអាក្រក់
ធ្វើបាបយើងឬក៏យើងរងទុក្ខនៅក្នុងការអាក្រក់ហ្នឹងតើយើងគួរឆ្លើយតបឬក៏យើងគួរប្រព្រឹត្តយ៉ាងម៉េចជាក់លាក់តែម្ដង Now first, in verse 13, he reminds us God is with us. He says, "Now who is there to harm you if you are zealous for what is good?" Right? បាទនៅក្នុងខ13គាត់បានរំលឹកម្ដងទៀតថាខ13ត្រូវអត់គ្រូ Yeah, yes. បាទតើបើអ្នករាល់គ្នាឧស្សាហ៍ហ្នឹងប្រព្រឹត្តការល្អនោះតើមានអ្នកណានឹងធ្វើបាបដល់អ្នករាល់គ្នា Right. ខ14 ណាអត់ទេ He's just basically reminding us, even though there are people that may want to harm us, they can't because God is with us, right? Especially as we do good. បាទកន្លែងនេះគឺគាត់ចង់រំលឹកប្រាប់ពួកគេថាបើសិនជាព្រះអង្គនៅជាមួយនឹងយើងតើមាននរណាដែលអាចគេហៅថាហាមមានថាធ្វើទុកដល់យើងបានបើសិនជាព្រះអង្គគង់នៅជាមួយយើង And then in verse 14, but even if you should suffer, right, for righteousness' sake, you will be blessed. Have no fear of them. Right? បាទអញ្ចឹងប៉ុន្តែទោះបីជាអញ្ចឹងក៏ដោយទោះបីជាយើងធ្វើល្អហើយត្រូវរងទុក្ខបាទខ14មានថារងទុក្ខដោយព្រោះសេចក្តីសុចរិតស្ដីល្អនឹងហើយក៏ដោយនោះសូមកុំឲ្យយើងខ្លាចគេឡើយកុំឲ្យថប់អារម្មណ៍ដែរ Right? He's just reminding the Christians, you can be brave, you can be courageous in the face of evil. Even if you suffer, God will still be with you, God will still bless you. បាទគឺគាត់កំពុងតែលើកទឹកចិត្តឬក៏រំលឹកដល់ពួកគេថាបើទោះបីជាក្នុងសេចក្តីអាក្រក់គេធ្វើបាបធ្វើទុក្ខដល់យើងដូច្នេះសូមឲ្យគ្រីស្ទានសូមឲ្យនៅតែរឹងមាំនៅតែមានសេចក្តីក្លាហានកុំឲ្យខ្លាចកុំឲ្យបារម្ភដែរពីព្រោះអីព្រះអង្គនៅជាមួយយើងហើយព្រះអង្គក៏នឹងឲ្យពរយើងដែរ And then he starts to tell us exactly what we must do. បាទដល់ពេលគាត់គេហៅថាលើកឡើងចឹងហើយបានជាគាត់ប្រាប់ថាដូច្នេះចូលធ្វើចេះ So end of verse 14, first he says, don't have fear, don't be troubled. First thing. បាទទី1គឺនៅក្នុងផ្នែកចុងក្រោយនៃខ14ប្រាប់ថាកុំឲ្យស្ញាញ់ខ្លាចគេឡើយកុំឲ្យថប់អារម្មណ៍ដែរ Instead, in verse 14, in your hearts honor Christ as Lord. បាទដល់ពេលខបន្ទាប់គាត់ប្រាប់ថាផ្ទុយពីការខ្លាចមនុស្សខ្លាចគេថប់អារម្មណ៍ហ្នឹងផ្ទុយមកវិញគឺតាំងព្រះគ្រីស្ទឡើងជាបរិសុទ្ធនៅក្នុងចិត្តអ្នករាល់គ្នា Literally it means sanctify the Lord Jesus Christ. បាទបើសិនជាន័យត្រង់ភាសាដែលបកប្រែត្រង់មកថាsanctify ដល់មានថាទទួលស្គាល់ទទួលស្គាល់ព្រះអង្គថាជាអង្គដ៏បរិសុទ្ធបាទព្រះគ្រីស្ទជាព្រះដ៏បរិសុទ្ធ So in your hearts set apart Christ as holy. បាទនៅក្នុងចិត្តរបស់អ្នករាល់គ្នាត្រូវតាំងព្រះគ្រីស្ទជាបរិសុទ្ធឡើង And then he says, always being prepared to make a defense to anyone who asks you of reason for the hope that is in you. បាទហើយបន្ទាប់មកគាត់ប្រាប់ថាត្រូវឲ្យប្រុងប្រៀបជានិច្ចបាទប្រុងប្រៀបដើម្បីអីដើម្បីតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា Now he's not talking to just pastors, right? បាទកន្លែងនេះមិនមែនជាពាក្យដែលគាត់និយាយទៅកាន់តែគ្រូពង្វាលតែប៉ុណ្ណោះទេ He's talking to every Christian that is going to experience evil against them. បាទគឺគាត់កំពុងតែនិយាយទៅកាន់អស់ទាំងគ្រីស្ទានណាដែលកំពុងតែរងទុក្ខដោយសារសេចក្តីអាក្រក់ And here he says, be prepared. He's telling us in advance, before evil happens, be prepared. បាទអញ្ចឹងថ្ងៃនេះគាត់ប្រាប់ថាបើឥឡូវអត់ទាន់ជួបគេហៅថាទុក្ខលំបាកដែលគេបៀតបៀននៅឡើយទេសូមកុំភ្លេចខ្លួនត្រូវត្រៀមខ្លួន Right? Be prepared to do what? បាទត្រៀមខ្លួនធ្វើអី To tell people the reason, the defense, right? In Greek we use the word apologia, which gives us the word apologetics. I don't know if you ever heard of the word apologetics. But it's a defense of why we have this hope. បាទនៅក្នុងនេះហេតុផលហេតុអីបាទយើងត្រូវត្រៀមខ្លួននោះគឺត្រៀមខ្លួនដើម្បីនឹងតបឆ្លើយនៅក្នុងភាសាអង់គ្លេសហ្នឹងគេហៅថាដូចជាយើងពីពាក្យអង់គ្លេសមួយ apologetics ហ្នឹងអារបៀបគេហៅវែកញែកសេចក្តីជំនឿក្នុងន័យគេហៅថាការពារ
សេចក្តីជំនឿយើងបកស្រាយសេចក្តីជំនឿរបស់ផងយើង Right, so we see two things. First, you prepare your heart not to have fear, but to sanctify Christ. But also, we need to have in our mind what we need to say in order to defend the hope we have. បាទអញ្ចឹងដូចជាឃើញមានចំណុចមួយចំនួនដូចជាទី1គឺកុំឲ្យភ័យខ្លាចកុំឲ្យថប់បារម្ភមានថាក្នុងចិត្តយើងនឹងត្រូវតែកុំឲ្យភ័យខ្លាចកុំឲ្យថប់បារម្ភហើយក្នុងចិត្តយើងដដែលត្រូវតាំងព្រះគ្រីស្ទឡើងជាបរិសុទ្ធហើយត្រៀមខ្លួននៅក្នុងគំនិតរបស់យើងតើគួរបកស្រាយយ៉ាងម៉េចគួរបញ្យល់គេយ៉ាងម៉េចគួរការពារសេចក្តីសង្ឃឹមរបស់យើងនឹងឲ្យគេយល់យ៉ាងម៉េច So this informs us as pastors one thing we have to do with our people in our churches. បាទអញ្ចឹងកន្លែងនេះជាចំណុចមួយសម្រាប់យើងជាគ្រូបង្រៀនជាការដែលយើងគួរតែធ្វើជាមួយនឹងពួកជំនុំរបស់យើង We have to prepare our people how they can explain the hope that they have. បាទគឺយើងត្រូវជួយប្រដាប់កាយឬក៏ជួយបង្រៀនដល់ពួកជំនុំរបស់យើងអំពីរបៀបដែលគេអាចនិយាយបកស្រាយឬក៏និយាយពន្យល់អំពីសេចក្តីសង្ឃឹមដែលពួកគេមាន Right? If someone asks you, why do you have this hope in Jesus Christ? Why do you have this hope of eternal life? We have to be able to give a defense. And a defense means, doesn't mean, I just feel that's true. We have to give a reasonable explanation of why we have this hope. ពីព្រោះថាឧបមាថាបើមានគេសួរថាតើហេតុអីបានជាអ្នកមានសេចក្តីសង្ឃឹមនៅក្នុងអង្គព្រះគ្រីស្ទយ៉ាងដូចនេះហេតុអីបានជាអ្នកមានសេចក្តីសង្ឃឹមសម្រាប់ជីវិតអស់កលជានិច្ចយ៉ាងដូចនេះអញ្ចឹងគឺយើងត្រូវបង្រៀនឬក៏ពួកជំនុំនឹងឯងត្រូវតែដឹងចេះក្នុងការដែលឆ្លើយមិនមែនគ្រាន់តែឆ្លើយរបៀបដូចថាខ្ញុំមានអារម្មណ៍អញ្ចឹងរបៀបគេហៅថាអញ្ចឹងឯងប៉ុន្តែគឺជាអាចថាជាចំណេះដឹងមួយដែលគាត់អាចពន្យល់ការពារឬក៏បកស្រាយអាសេចក្តីសង្ឃឹមនឹងទៅកាន់អ្នកដែលសួរនឹងយ៉ាងច្បាស់ Right. You know, the people in our church, they don't have to be like talented debaters, but they should be able to articulate, they should be able to say why, the reason for their hope. បាទនិយាយចឹងមិនមែនថាអូចឹងសមាជិកពួកជំនុំយើងត្រូវតែខ្លាយជាអ្នកបកកែវែកគេហៅថាអីណាឲ្យវាណាស់ទេមិនមែនទេប៉ុន្តែយ៉ាងហោចណាស់គាត់ក៏គួរតែជាម្នាក់ដែលមានសមត្ថភាពក្នុងការនិយាយក្នុងការដែលពន្យល់ក្នុងការដែលបកស្រាយហេតុផលអីបានជាគេមានសេចក្តីសង្ឃឹមក្នុងអង្គព្រះគ្រីស្ទក្នុងជីវិតអស់កលយ៉ាងបែបដូចនោះ First, we should be able to do it, right? បាទដំបូងយើងជាគ្រូគឺគួរតែមុនគេហើយគួរតែជាម្នាក់ដែលចេះឬក៏អាចធ្វើបាន So I'm going to put you on the spot right now. បាទឥឡូវមានការគេធ្វើទៀតហ่ะ Pretend I am someone, not necessarily with good intentions, but I don't believe you, and I want to know why do you have the hope that you have, right? បាទឥឡូវឧបមាថាលោកកុលគាត់ជាអ្នកដែលគេហៅថាចិត្តគាត់មិនល្អប្រហែលទេសម្រាប់យើងតែជាអ្នកជឿដែលមានសេចក្តីសង្ឃឹមនៅក្នុងព្រះគ្រីស្ទហ្នឹងហើយគាត់សួរថាមិនបានជាជឿអញ្ចឹងមិនបានជាសង្ឃឹមយ៉ាងដូចនោះ Right. And hopefully I come off as someone that's scary, so you have a little fear that ហើយ you need អ្នក to ដែល trust មកសួរ God. ហ្នឹងសួររបៀបសួរហើយងើយមើលលើក្រោមរបៀបមើលងាយស្ដីជំនឿស្ដីសង្ឃឹមយើងតើលោកគ្រូបញ្យល់គាត់មកវិញថាម៉េច So how would you answer that question? បាទលោកគ្រូមានមតិមានយោបល់មិនដែរឆ្លើយមកកាន់សំណួរហ្នឹងមិនថាម៉េចវិញដែរ On Zoom and here, how would you answer that question? បាទឆ្លើយមិនឥឡូវឧបមាថាសួរអញ្ចឹងមិនក៏ជឿអញ្ចឹងដើម្បីអីមិនមែនក៏អីរបៀបអញ្ចឹងហ្នឹងរបៀបចាញ់ចាយើងដូចមើលទៅដូចជាមិនតំណថាចិត្តល្អមកយើងតែយើងបកស្រាយបញ្យល់គាត់ការពារបកស្រាយបញ្យល់ស្ដីសង្ឃឹមយើងហ្នឹងយ៉ាងម៉េច Starting, yes, that's a good question. Good. There's no right or wrong answer to this, right? ដូចខ្ញុំទី1ខ្ញុំនឹងព្យាយាមបញ្យល់អំពី the uncertainty of life no matter who you are what you do what you have Okay. ហើយខ្ញុំអាចនឹងលើកពីពិភពលោកសង្គ្រាមមនុស្សស្លាប់មនុស្សស្អប់គ្នាកាប់សម្លាប់គ្នា Okay. ហើយខ្ញុំនឹងសួរលោកគ្រូវិញ do you hope your money whatever you have now can save you from those even ជីវិតលើផែនដី Are you sure you are okay
ខ្ញុំសួរវិញអញ្ចឹងណាបាទហើយខ្ញុំអាច dialogue តមកទៀតខ្ញុំនឹងនិយាយអំពី what the Bible says that there is life after that Okay. and that life only assure only through Jesus ពីព្រោះព្រះបន្ទូលច្បាស់ថាព្រះអង្គជានរណាហើយព្រះអង្គបានធ្វើអីសម្រាប់មនុស្សដែលមានសេចក្ដីជំនឿហើយព្រះអង្គ promise But how do you know that the Bible is true? ពីព្រោះនៅក្នុងនេះវាជា historical Okay. also វាជា theological Okay. ហើយក៏វាមានគេហៅថា history ដែរ Okay. តែយើងឃើញថាមានមនុស្សជាច្រើនដែលគាត់ទទួលបាននៅការផ្លាស់ប្រែជីវិតតាមរយៈអ្វីដែលសរសេរក្នុងហ្នឹង Okay. ហើយក៏យើងជឿអំពីសេចក្តីពិតនៃការរស់ឡើងវិញរបស់ព្រះគ្រីស្ទហើយក៏មានមនុស្សជាច្រើនដែលនៅក្នុងហ្នឹងជា testimony គាត់អត់ជឿប៉ុន្តែគាត់បានប្រែដោយសារគាត់បានដកពិសោធន៍ជា eye witnesses Okay. អញ្ចឹងយើងអាចទុកចិត្តថា account ហ្នឹងនេះវា true Okay. បាទ So what you did a little evangelism, pre-evangelism, right? Because you asked, what about your hope, right? And then you did what we call evidential apologetics, right? Using evidence. There were eyewitnesses. There were people that witnessed the life of Christ and when he was resurrected, right? And you can talk about specific history. You could talk about, for example, Josephus, a Jewish historian who wrote about Jesus, or even some of the Roman folks that talked about Christians. And even those who lost their lives Right. but So- hang on to the hope. So that's one method. We call that evidential, where you provide evidence for the truth of. Can you translate that? បាទអ្វីដែលខ្ញុំនិយាយមិញហ្នឹងគឺសម្រាប់លោកគ្រូប៉ុលគាត់ដាក់គេហៅថារបៀបការពន្យល់បកស្រាយដោយប្រើផុសតាងផ្សេងៗបាទ evidential ដោយលើកយកអំពីប្រវត្តិនៅក្នុងព្រះបន្ទូលឬក៏តួអង្គដែលគាត់ដកពិសោធន៍ជាសាក្សីហើយក៏មានអ្នកប្រវត្តិសាស្ត្រមួយចំនួនដែលគាត់បានសរសេរទុកឲ្យយើងមើលទៅគឺថាជាទទួលស្គាល់ Okay. Anybody else? បាទមានលោកគ្រូណាផ្សេងនឹងបញ្យល់យ៉ាងម៉េចបាទជាគំនិតរបស់លោកគ្រូឯងជារឿងផ្ទាល់ខ្លួនសាក់របស់ឯង How would you give a defense? How would you give an apology of your hope? បាទលោកគ្រូនឹងបកស្រាយឬក៏ការពារឬក៏បញ្យល់សេចក្តីសង្ឃឹមរបស់លោកគ្រូហ្នឹងទៅកាន់គេសួរហ្នឹងយ៉ាងម៉េច ប្រមាណការបន្ទប់ជួលបន្ទប់ទី ដោយបងនិយាយថាបើទៅមួយអ្នកល្ងងបកស្រាយរបៀបអ្នកល្ងងតែនៅជួបមួយអ្នកឆ្លាតឬបកស្រាយតាមរបៀបអ្នកឆ្លាតអាស្រ័យលើអ្នកដែលយើងជួប ដាក់អ្នក ហើយឧទាហរណ៍ដាក់ Để ឥឡូវថាបងថាពួកខ្ញុំនេះអ្នកល្ងងមកគ្រូ ដោយលោកគ្រូតែស្រាប់ហេតុផលបកស្រាយតាមរបៀបហេតុផលតែមានសមាជិកខ្លះទៀតក៏អត់ចេះអក្សរចេះតែបង្ហាញរូបភាព ចឹងតាមផ្លូវលើអ្នកដែលសួរយើងអ្នកដែលយើងជួបដោយសារមានរូបភាពជាច្រើនប៉ុន្តែតាមរបៀបនិងតាមអ្នកពលរដ្ឋរបស់យើង សម្រាប់ខ្ញុំ Okay. សម្រាប់ខ្ញុំខ្ញុំគិតថា apply នៅកន្លែងនេះនឹងយើងជាគ្រូក៏ដូចនឹងសម្រាប់យើងត្រៀមសម្រាប់ខ្លួនឯងខ្ញុំគិតថាក្នុងនាមជាគ្រូមិនអីទេគេសួរមកប៉ុណ្ណឹងឆ្លើយបានអាចង់ឆ្លើយ technology បានវាឆ្លើយបានបញ្ហាតែសំខាន់នៅកន្លែងនេះនៅសម្រាប់ពលនិយាយពេលចង់និយាយពីពួកជំនុំទូទៅអញ្ចឹងចូលសម្រាប់យើងពេលនេះយើងទទួលខុសត្រូវអីសម្រាប់ពួកគាត់អញ្ចឹងអ្វីដែលជាចំណុចអនុវត្តគឺយើងត្រូវតែបង្រៀនពួកគាត់របៀបដែលគាត់អាចឆ្លើយតបហើយរបៀបដែលអាចឆ្លើយតបហ្នឹងគឺរបៀបតែផ្សាយនឹងល្អ
នៅពេលដែលគេសួរមកយើងជាបទពិសោធន៍យើងមិនអាចឆ្លើយចំណាយពេលដើម្បីឆ្លើយតាំងពីវិវត្តណាទៅដល់លោកបាត់ដល់វត្តណាយើងមិនអាចអង្គុយឆ្លើយគ្រប់បែបគ្រប់យ៉ាងអត់ទេក៏មិនហើយយើងត្រូវឆ្លើយនៅកន្លែងនេះក្រុមព្រៀបជានិច្ចដោយសភាពនិងកោតខ្លាំងមានន័យថាយើងមិនទៅឆ្លើយវាឆ្លោះគ្នាតាមសួរហ្នឹងបបផ្សោតយើងតាមសួរគឺឆ្លើយតាមសួរគឺឆ្លោះគ្នាមិនថាធម្មអ្នកដែលមិនជឿជាមួយអ្នកមិនជឿទេអ្នកជឿហ្នឹងតាមសួរហ្នឹងក្រុមផ្សេងយើងឆ្លោះគ្នាបាទអញ្ចឹងយើងត្រូវតួនាទីរបស់គ្រូយើងពួកជំនុំយើងត្រូវតែ train ពួកគាត់អំពីរបៀបដែលអំពីព្រះគ្រីស្ទតាមរបៀបណាដែលយើងគិតអាចសួរបួលយើងបង្កើតជាខិត្តប័ណ្ណយើងបង្កើតជាអីបើគេសួរខ្ញុំអានឲ្យស្ដាប់ហេតុអីបើមានអ្នកជឿខ្ញុំមានខិត្តប័ណ្ណមួយខ្ញុំអានឲ្យអ្នកស្ដាប់នេះរបៀបផ្សាយនឹងល្អចប់អានឹងយើងចប់មួយទៀតនៅកន្លែងនេះខ្ញុំគិតថារបៀបដែលសាវកពេត្រុសគាត់និយាយនៅកន្លែងនេះគឺចង់និយាយអំពីបទពិសោធន៍តខ្លួនដែលជាបន្តតខ្លួនយកតាមពីខាងលើមកតាមរបៀបដែលគាត់ទទួលបាននឹងការផ្លាស់ប្រែពីព្រះគ្រីស្ទដល់របៀបម៉េចអានឹងឯងដែលនាំពួកគាត់ទៅពីក្តីសង្ឃឹមណាចឹងសេចក្តីសង្ឃឹមដែលកើតឡើងពីជីវិតផ្លាស់ប្រែដែលនាំឲ្យយើងមានសេចក្តីសង្ឃឹមយ៉ាងម៉េចយើងអាចប្រាប់សេចក្តីហ្នឹងទៅដល់អ្នកដែលសួរយើងថាខ្ញុំមានសេចក្តីសង្ឃឹមដោយព្រោះសេចក្តីនេះដោយព្រោះការនេះមុនខ្ញុំរបៀបម៉េចហើយនៅពេលដែលព្រះគ្រីស្ទព្រះខ្ញុំហើយខ្ញុំស្គាល់ព្រះគ្រីស្ទហើយខ្ញុំយ៉ាងម៉េចយើងអាចឆ្លើយគេតាមនេះក៏មិនដែរទោះបីជាក្នុងរូបភាពណាក៏ដោយសាវកពេត្រុសក៏ប្រាប់ថាចូលយើងឆ្លើយតបទៅគេដោយសុភាពហើយដោយសេចក្តីកោតខ្លាចដែរនេះជាគន្លឹះតាមរបៀបណាចំណាយពេល2ម៉ោងក៏ដោយចំណាយពេល1ថ្ងៃក៏ដោយចំណាយពេលកន្លះម៉ោងឬក៏5នាទីដោយសុភាពហើយកោតខ្លាចI'll contract. Yeah, there's no one way to do it. The answers that the crew Samat gave are good ones. And the point that the crew Silong made is very important too. បាទអញ្ចឹងទាំងគ្រូស៊ីឡុងគ្រូសំអាតទាំងខ្ញុំបានលើកឡើងនេះវាជាអ្វីមួយដែលហៅថាល្អដែលយើងអាចប្រើបានជាចំណុចល្អមានចំណុចណាមួយដែរល្អតែមួយទេ I will say it does depend on who you're talking to, as Pastor Silong said. For some people who are very educated, they might ask you questions about evolution, for example. បាទដោយសារមានមនុស្សខ្លះខុសគ្នាដែរដូចជាលោកគ្រូស៊ីឡុងបានលើកឡើងអញ្ចឹងមានអ្នកខ្លះគាត់រៀងគេហៅថាមានចំណេះដឹងរៀងខ្ពស់អញ្ចឹងទៅគាត់អាចសួរតាក់ទងមួយនឹងអីគេទ្រឹស្ដីវិវត្តបាទវិវត្តមនុស្សវិវត្តពីសត្វមកនោះ Then there might be other people where that's not important at all, right? They just want to know, you know, from their experience. Maybe it's more limited, you know, why they should believe. បាទប៉ុន្តែក៏មានមនុស្សខ្លះគាត់អត់មានដឹងអីច្រើនទេគាត់មានបទពិសោធន៍អីមួយហើយចេញពីបទពិសោធន៍នៃជីវិតគាត់ផ្ទាល់ហ្នឹងគាត់សួរចេញពីអាហ្នឹងបាទ So I do think it is important to know who is going to be asking those questions and be able to answer from their context. បាទអញ្ចឹងដល់ទៀតយើងក៏ត្រូវស្វែងយល់អំពីអ្នកដែលសួរហ្នឹងដែរណាអ្នកសួរយើងហ្នឹងគាត់ជានរណាហើយបរិបទរបស់គាត់របៀបម៉េច There's a lot of different ways to do apologetics. This is what we call apologetics. បាទរបៀបដែលយើងកាត់ស្រាយឬក៏ហៅថាវែកញែកឬក៏អាចថាបញ្យល់ការពារស្អីជំនឿរបស់យើងបាទនោះគឺវាមានរបៀបផ្សេងៗច្រើន Right. You can do it from evidence, we can do it from philosophy. បាទ We can do it from science and design.
there are a lot of different ways to បាទ address របៀ it. បខ្លះយើងអាចប្រើជាលក្ខណៈផុសតាងយកផុសតាងយកមកបង្ហាញយ៉ាងណាទៀតលក្ខណៈជាវិទ្យាសាស្ត្រហើយនឹងការតាក់តែងបែបគេហៅថាវិទ្យាសាស្ត្រហ្នឹងយកមកបញ្យល់ឬក៏យ៉ាងណាទៀតអាចតាមទស្សនវិជ្ជាយកមកបញ្យល់អាហ្នឹងក៏មានផ្សេងៗដែរ Right? For example, if you're talking to someone who's very science oriented, right? You can talk about what we call the second law of thermodynamics. everything tends to disorder, right? Entropy. បាទដូចជាយើងឧទាហរណ៍ថាយើងជួបមនុស្សម្នាក់ដែលគាត់ជាអ្នកដែលចូលចិត្តឬក៏គាត់ដឹងច្រើនអំពីផ្នែកវិទ្យាសាស្ត្រឧបមាថាច្បាប់ទ្រឹស្ដីទី2នៃ thermodynamics ឧបមាថារូបវិទ្យាឬក៏ច្បាប់អីចឹងគាត់ដឹងយើងនិយាយអាហ្នឹងថាអីទាំងអស់វាមិនមែនសុកកើតឡើងទេវាមានគេហៅថា design របស់វាមានលំដាប់ដំណើររបស់វា Right? Most scientists believe in the Big Bang. The world started with this big explosion. បាទហើយដោយសារមានអ្នកខ្លះគេជឿថាអ្នកវិទ្យាសាស្ត្រណាគេជឿថាពិភពលោកកើតឡើងដំបូងហ្នឹងដោយសារមានអាបន្ទុះមួយឈ្មោះ Big Bang ហ្នឹងផ្ទុះចេញមកចេញជាអីមក But according to second law of thermodynamics, everything should tend to disorder, right? But how come there is life? How come there is order? How come there is structure, right? បាទហើយដល់ពេលអ្នកថាគាត់ជឿអញ្ចឹងយើងយកអាទិសដីទី2មិញហ្នឹងអាទិសដីទាំងមកអី dynamic មិញហ្នឹងអានោះទិសដីហ្នឹងគេចែកថាអីទាំងអស់តែទុកវានឹងតែងតែមានទំនោរទៅអញ្ញែអញ្ញៃជុំមិនគាត់នេះអញ្ញែអញ្ញៃមកទៅជាមានជីវិតមានអីស្ដាប់ធ្នាប់ម៉េះមិនអញ្ចឹងរបៀបអញ្ចឹងក៏មានដែរ Eventually, everything should die out and head to chaos, complete disorder. You start with that and you end with that. How come in the middle you have all this order and rationality and thought and ethics? បាទដូចជារបៀបយើងយកអាទិសដីហ្នឹងមកបញ្យល់ព្រោះទិសដីហ្នឹងបង្រៀនថាអីទាំងអស់តែទុកពេលវេលាទៅមុខទៅវាកាន់តែអញ្ញែអញ្ញៃទៅឬក៏អាចបាត់បង់ទៅវិញអញ្ចឹងទៅចុះហេតុអីបានជាអាផ្ទុះនេះផ្ទុះបឹមមកវាទៅជាពីអញ្ញែអញ្ញៃមកកាន់តែល្អទៅនៅក្នុងដំណើរនេះទៅវិញ Right. And this is more of a defense for our belief in God. And then you would have to talk about Christian God. But yeah, there are a lot of different ways to do the defense of our hope. បាទហើយតើតើក្នុងការដែលយើងលើកឡើងមកយើងវិទ្យាសាស្ត្រហ្នឹងគឺគ្រាន់តែជារបៀបមួយក្នុងការដែលយើងវិញបកស្រាយដើម្បីបង្ហាញឲ្យគេទទួលស្គាល់ថាពិតជាមានព្រះប៉ុន្តែតើតើជាមួយនឹងការដែលយើងបញ្យល់ពីសង្ឃឹមនៅក្នុងព្រះរបស់ផងយើងហើយគឺមានរបៀបមានចំណុចមានអីច្រើនក្នុងហ្នឹង This is what I focused a lot of my studies on when I was doing seminary. This is what I was interested in. បាទតាមលោកគ្រូប៉ុលពេលដែលរៀនសាលាកាពីនេះជាអ្វីដែលលោកគ្រូគាត់គិតច្រើនឬក៏ធ្វើច្រើន But yeah, so you should know who your audience is, what kind of questions they're going to ask, and how to give them an answer. បាទអញ្ចឹងម្ដងទៀតអ្វីដែលយើងត្រូវធ្វើនោះគឺយើងត្រូវស្គាល់បុគ្គលដែលគាត់សួរយើងតើគាត់ជានរណាហើយគាត់យ៉ាងម៉េចហើយយើងគួរឆ្លើយតបបញ្យល់គាត់ហ្នឹងយ៉ាងម៉េច But we should do it with gentleness and respect. That's what Peter says at the end of verse 15. បាទហើយទោះបីយ៉ាងណាក៏ដោយការដែលយើងបញ្យល់ការដែលយើងបកស្រាយនោះគឺត្រូវធ្វើដោយចិត្តសុភាពដូចជាខ15និយាយមានអារម្មណ៍សុភាពនិងការគោរពហ្នឹងឯង So that having a good conscience, so that when you are slandered, those who slander you, revile you, your good behavior in Christ may be put to shame. Verse 16. បាទដល់ពេលយើងធ្វើការទាំងអស់នោះឯងដើម្បីអីដើម្បីថាបើទោះបីជាមិនក៏ដោយសូមឲ្យមានបញ្ញាចិត្តជ្រះថ្លាដើម្បីឲ្យពួកអ្នកដែលនិយាយដើមពីអ្នករាល់គ្នាទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់បានអៀនខ្មាស់វិញដោយសារកិច្ចការល្អដែលយើងប្រព្រឹត្តក្នុងព្រះគ្រីស្ទហ្នឹង Right. Peter repeats this idea. We saw it earlier, and then Peter repeats this idea that through our good behavior, Christ is glorified and others are put to shame. បាទហើយលោកពេត្រុសគាត់និយាយម្ដងហើយម្ដងទៀតច្រើនដងតាំងពីដើមមកដោយចង់បញ្ជាក់ពីគំនិតមួយនេះថាតាមរយៈការប្រព្រឹត្តល្អតាមរយៈសេចក្តីល្អរបស់ផងយើងគឺឲ្យមនុស្សដែលគេប្រឆាំងនឹងព្រះគ្រីស្ទហ្នឹងគឺគេមានសេចក្តីខ្មាស់ហើយឲ្យព្រះគ្រីស្ទត្រូវបានលើកដំកើងឡើង Right. And then verse 17, for it is better to suffer for doing good if that should be God's will than for doing evil. បាទខ17ថាត្បិតបើព្រះទ្រង់សពហតីឲ្យអ្នករកទីរងទុកនោះស៊ូរងដោយព្រោះការល្អជាជាងការអាក្រក់
if you do have a debate with someone about why you believe, apologetic debate, the goal isn't to win the debate. Right? The goal is to show Christ. បាទអញ្ចឹងបើសិនជាយើងស្រាប់តែចូលឧទាហរណ៍ថាអ្នកដែលមកនិយាយសួរយើងនឹងរបៀបដូចជាវែកញែកគ្រាក្តៅហ្មងណាឧទាហរណ៍អញ្ចឹងទោះបីយ៉ាងម៉េចក៏ដោយគោលដៅនៃការដែលយើងវែកញែកនិយាយគ្នាហ្នឹងមិនមែនដើម្បីឈ្នះអ្នកនោះទេគឺដើម្បីអីដើម្បីបង្ហាញព្រះគ្រីស្ទទៅកាន់អ្នកនោះនេះជាគោលដៅ You may win the debate, but you may lose their respect. Right? បាទពីព្រោះថាពេលខ្លះយើងអាចវែងញែកទៅយើងបកកែនិយាយជាងអីយើងអាចឈ្នះការវែងញែកប៉ុន្តែអាចអ្នកនោះគាត់អត់គោរពយើងគាត់ថាបានដែរ Because if this is how a Christian talks, I don't want to be a Christian. Right? បាទអាចគាត់អាចគិតថាគ្រីស្ទៀននិយាយអញ្ចឹងខ្ញុំអត់ចង់ធ្វើជាគ្រីស្ទៀនទេបើរៀងឆ្លើយអញ្ចឹងទៅ We should do it in humility and with respect. បាទយើងគួរតែធ្វើវាដោយចិត្តសុភាពហើយការគោរព And keep Christ set apart in our បាទ heart. ហើយសូមឲ្យព្រះគ្រីស្ទទ្រង់ជាធំនៅក្នុងចិត្តរបស់យើង Any questions? បាទមានសំណួរអីទេលោកគ្រូដល់តំណឹង លោកគ្រូនិយាយមិនខ្ញុំនឹកឃើញខាងវិញគាត់និយាយថាគ្រូក៏វាគួរតែមានចេះប្រើសម្លេងពីរសម្លេងមួយនិយាយមួយជាងសម្លេងមួយទៀតនិយាយមួយចោល Okay. សិស្សមកគ្រូត្រូវវិញ អត់ទេខ្ញុំធ្លាប់ផ្សាយនឹងល្អមកដល់នៅភូមិន្ទខ្ញុំនៅជានិស្សិត student ministry គាត់អត់មាននិយាយអីគាត់របៀបគេហៅថាចង់ឈ្នះយើងមកគាត់ថាអូបើដោយបងឯងនាំជឿយេស៊ូអញ្ចឹងសាសនាខ្មែរយើងលំលេអស់វប្បធម៌ប្រពៃណីដល់ពេលអញ្ចឹងថាបងឯងវប្បធម៌ខ្មែរយើងតែឲ្យកូនមករៀនសាកលវិទ្យាល័យអត់ហើយអានេះស្លៀកកបយហ្នឹងតើវប្បធម៌ខ្មែរឲ្យស្លៀកកបយស្លៀកអីបំទៅស្លៀកអញ្ចឹងណាមកឯងនិយាយបងឈ្នះខ្ញុំមកមុខលកមើអូខេអីអញ្ចឹងបានខ្ញុំខ្លាចដែររហូតខ្ញុំចង់មកវាយមានអារម្មណ៍អញ្ចឹងហ្មងខ្ញុំសួរខ្ញុំចូលចិត្តសួរវិញខ្ញុំអាហ្នឹងរបៀបខ្ញុំនិយាយអីខ្ញុំសួរឲ្យទុញដែរណាហ្នឹងពេលហ្នឹងបាទក្រោយមកបានតាមរយៈ baseball ministry គាត់ជឿព្រះអង្គហើយបានជួបខ្ញុំមកដល់បងចាំខ្ញុំអត់មិនចាំចង់បាយបងគាត់ថាបងសួររឿងស្លៀកអីគួរស្លៀកអីខ្មែរស្លៀកក្បិនមករៀនឬក៏គួររៀនមកចង់អាចអត់ចាំខ្ញុំអត់ពិសោធន៍ទីបេបាយចាំទៀតអាចទៅ អត់ខ្ញុំបានដល់ហើយខ្ញុំចូលចិត្តចឹងប៉ះណាទេណារៀងលក្ខណៈសួររបៀបថាយើងនឹងរៀងបោះបង់ប្រពៃណីរបស់អីខ្ញុំដាក់ទៅហើយខ្ញុំសួរហើយប្រពៃណីយើងឲ្យធ្វើអីខ្លះពេលខ្លះហ្នឹងឲ្យខ្ញុំរៀងចរិតខ្ញុំរៀងនេះដែរឌឺខ្ញុំឌឺវិញហ្នឹងរឹងខ្ញុំចឹងតែគាត់អរគុណព្រះអង្គហ្នឹងហើយនិស្សិតដាក់ឋានហើយចរិតខ្ញុំចឹងអាឌឺត្រូវ ហ្នឹងហើយត្រូវអត់ទេហ្នឹងនេះមែនគាត់ឡើងយើងមើលមុខគាត់ឡើងមកមុខនេះគឺមុខគាត់ដូចហារបៀបគាត់ខឹងយើងហ្មងចូលមើលគាត់និយាយយ៉ាងមកខ្ញុំដាក់ទៅវាដូចរៀងចំដែរហើយគាត់ស្គាល់យើងឲ្យរៀនដល់ណាត្រឹមណាគួររៀនហើយគួរស្លៀកពាក់បែបម៉េចសាលោកគ្រូស្គាល់បបធម៌ខ្លះដែរ Awkward friend. The next section is talking about the example of Christ, how he suffered unrighteousness. បាទមេរៀននៅសប្តាហ៍ក្រោយយើងនឹងមើលអំពីគំរូរបស់ព្រះគ្រីស្ទអំពីរបៀបដែលទ្រង់បានរងទុក្ខ And this is when Peter talks about Christ and proclaiming to the spirits in prison in the days of Noah. បាទដែលលោកពេត្រុសគាត់លើកឡើងថាព្រះគ្រីស្ទបានជាងទៅបដៅដល់ពួកវិញ្ញាណដែលជាប់ឃុំក្នុងសម័យណូអេនោះ And there are a few different ways that people have translated this. It's not easy, so we'll look at that next week. បាទហើយចំណុចហ្នឹងហើយគឺមានក្រុមផ្សេងយល់ឃើញឬកាត់ស្រាយផ្សេងដែរហើយយើងនឹងសិក្សាហ្នឹងជាមួយគ្នានៅលើក្រោយសប្តាហ៍ក្រោយឬក៏មិនហ្នឹង Before we end, I know I asked last time, but do you have any thoughts on what we should study next together?
បាទ មុននឹងបញ្ចប់គ្រូបានសួរយើងពីអតីតមុនដែរឲ្យប្រាប់មុនដើម្បីគាត់ត្រៀមណាថាតើចប់ពេលត្រង់នេះទៅមានអីចង់រៀនជុំគ្នាជាប្រធានបទថ្មីតទៅមុខទៀតអីគេគ្រូបានគិតអត់ cái lượng muốn mua đã thay phải gì trong sắc xa nơi về cái họ làm tới của gì mà toàn thuộc gì thì Okay. họ là thầy của họ cấp bất vì muốn nhiều thuộc gì thôi យើង nhưng រៀ dùng ន ra ដល់ hỏi So maybe we did a minor prophet last time. Maybe we could do a major prophet. I don't know if we can go through the whole book. Like, for example, Isaiah. That would take us a long time. Maybe. មុនហៅ But ថា we រៀនមកពីដល់ là kỳ clay Or we could do another minor prophet. nếu cần kêu xây mình bảo ấy chứ bờ nhóm chặt ram phải gầnពី episode Episode. thì nơi trong sự Sầm bật bật. là episode តែក្នុងសម្បត្តិ ខ្ញុំចាប់ ហើយវាជា quality សំខាន់ដែរ Okay. We could do Ephesians. សំខាន់ quality I don't know if we did Ephesians before or not. Maybe not together in this group. có niệm to thọ về Okay. kêu lên ta nó thay những ai liền copy rồi những liền làm vì Christian ethics បាទ ethics rồi We could do apologetics. như ta sẽ như vậy lực làm này ក៏ Christian ethics ក៏សំខាន់ Look, Rusilon, John. Yeah. បាទគ្រូខ្ញុំមួយដែរបើបាននឹងគ្រូប៉ុន្តែធ្វើសម្រាប់ខ្ញុំតខ្ញុំចង់រៀនការពីកិច្ចការ Gaika, okay. Cụ trong chơi vậy sao tây mến ចង់រៀនពីរបៀបពុទ្ធសាសនានៅក្នុងការពីកិច្ចការតាមគ្រប់ជំនុំ Okay, that's good too. lấy chế cụ xong đã drop in mà đong tiết trong crowd hay dương mơ phía trơn khăn á là cụ rồi mẹ tất Okay. Or I can put in the group poll. ba hay hay Touch dương now. mà phía trơn đây khăn á Okay, so I'll do Acts, Ephesians, Old Testament prophet, or Christian ethics. yes Christian ethics So 4 topics. Anything else that you guys want to vote on? mà mình ấy tiết ớt và kẻ bị buồn nắng để trong cụ đã tới đầm bầy dương bố I want to do something that will help you in your ministry. I hope 1 Peter is helpful for you as you think about Yeah. preaching. yes So I want to do something that's very helpful for you. và vì vô cô bầm nón là cụ cô còn trong ao dương riêng nơi ở vậy là tham miên phải do chui đòi dương trong ca tới bầm ra được chỉ tua giá về to tim mới đấy cụ có tham vì chui dương trong ca để vô tới bầm ra là bộ chân nung. The good thing about doing an Old Testament prophet is we can look at specifically how to do exegesis for a prophetic book. Bà hãy tua giá vừa sân thì dương sắc sao pi căn pi hao rá dương ai riêng ở piរបៀបថាតើរបៀបរបស់ហោរាការយើងកាត់ស្រាយទំនីផ្សេងៗហ្នឹងយើងធ្វើយ៉ាងម៉េច And Acts also is New Testament historical, so history, so we can look at the exegesis for a historical text. បាទហើយបើសិនជាយើងអាចមើលទៅក្នុងកិច្ចការក៏យើងឃើញថាអូវាជាអត្ថបទដែលនិយាយអំពីដំណើរប្រវត្តិសាស្ត្រផ្សេងៗក្នុងហ្នឹងអញ្ចឹងយើងមើលសិក្សាជាមួយគ្នា Ephesians is important just because of its theology for salvation and Christian life. បាទអេពីសូតក៏ជាកម្មកាពីដែលបង្រៀនអំពីទេវសាស្ត្រនៃសេចក្តីសង្គ្រោះអំពីជីវិតគ្រីស្ទានដែរ And Christian ethics is very practical. Gives you principles of how to navigate
different ethical issues in the Christian life. ហើយដូចយើងរៀនអំពីមុខវិជ្ជាដែលនិយាយថាជាក្រមសីលធម៌គ្រីស្ទាននោះក៏ល្អដោយសារអីវាផ្ដល់ឲ្យយើងនៅគេហៅថាការឆ្លើយតបមិននៅក្នុងជីវិតជាក់ស្ដែងជាប្រសាទនៅក្នុងស្ថានភាពឬក៏នៅក្នុងរឿងរ៉ាវផ្សេងៗដែលយើងជួបប្រទះ So I'll make a poll of those, and then we can vote. អញ្ចឹង4មិញហ្នឹងលោកកពលគាត់នឹងធ្វើជាតារាងបោះឆ្នោតមួយយើងនឹងបោះឆ្នោតរើសទៅ Are there any other topics that we want to consider exploring? បាទមានអីទៀតអត់ក្រៅពី4ហ្នឹងចង់បន្ថែមទូនេះមានអីចង់នេះហ្នឹងចង់រៀនអីមួយចង់បោះ từ bằng lôi ngoài á hiện tại chứ bữa sau private Okay. mà Then also just a reminder, February 5th is a Thursday. The vision team is going to come and they're going to do some teaching with us and then lunch together. So it's not on a Friday, it's a Thursday. So បាទអញ្ចឹងសូមបញ្ជាក់បន្ទៀតថ្ងៃទី5ខែ2ត្រូវថ្ងៃពហុយើងនឹងមានក្រុមដែលមកពីអាមេរិកគាត់មកលេងពួកយើងជួបគាត់រៀនជាមួយគាត់បន្តិចហើយយើងនឹងញ៉ាំបាយថ្ងៃត្រង់ជុំគ្នាថ្ងៃពហុទី5ខែ2 They're all pastors and elders. So បាទពួកគាត់ដែលមកហ្នឹងសុទ្ធតែជាគ្រូពង្វាលហើយនឹងពួកចាស់ទុំ so I hope it'll be a good thing. បាទថ្ងៃពហុទី 5. Please keep that open. They want to partner. They have a lot of resources. បាទក៏អធិដ្ឋានដែរសូមឲ្យការនោះវាខ្លាយជាឱកាសដែលយើងអាចសហការគ្នាដៃគូថាពួកគាត់ក៏ជាពួកជំនុំមួយដែលអាចដៃគូមួយយើងបានដែរ I mean, two teams trying that. Okay, let's close in prayer. បាទសូមអធិដ្ឋានបញ្ចប់ Can someone close this? បាទសូមលោកគ្រូណាម្នាក់អធិដ្ឋាន អរគុណព្រះអង្គសម្រាប់ពេលវេលាពេលព្រឹកដែលព្រះអង្គទានពរទូលគុំនឹងខ្ញុំដែលជាបម្រើព្រះអង្គមានឱកាសជួបជុំគ្នាដើម្បីនឹងរៀននៅព្រះបន្ទូលព្រះអង្គជាមួយគ្នាព្រះអង្គឲ្យសូមតែទានបញ្ញាទូលគុំនឹងខ្ញុំដើម្បីឲ្យអាចនឹងនាំនៅព្រះបន្ទូលរបស់ព្រះដើម្បីនឹងឲ្យយើងអាចនឹងបម្រើក្នុងបរិកិច្ចដែលព្រះទុកដាក់សម្រាប់យើងខ្ញុំដើម្បីយើងខ្ញុំអាចឆ្លើយតបទៅនឹងអ្វីដែលព្រះអង្គបានទុកដាក់លើយើងខ្ញុំខ្ញុំចាស់សូមអរគុណសម្រាប់គ្រូពងដែលតែមានចិត្តក្នុងការនាំព្រះបន្ទូលនិងរៀនឲ្យយើងដើម្បីយើងអាចនឹងបម្រើក្នុងកិច្ចការរបស់យើងម្នាក់សម្រាប់បរិកិច្ចបម្រើតាមពុទ្ធជំនុំដែលព្រះទុកដាក់ដែរអរគុណព្រះសូមថ្វាយនៅការទាំងអស់នេះហើយសូមព្រះអង្គទានសេចក្តីសុខសាន្តរបស់យើងខ្ញុំការធ្វើដំណើរទៅទីផ្សេងៗគ្នាដែរអរគុណព្រះសូមថ្វាយព្រះនាមព្រះយេស៊ូវ អាមែន Amen.